ភពលោកដែលមានទំនោរណាទៅខាងណាមួយគេកាំងជើងគឺគេមិនចង់ឲ្យមានព័ត៌មានឃើញពីសកម្មភាពកម្មទេពីព្រោះវានាំឲ្យមានការថ្កោលទោសដល់រដ្ឋាភិបាលពីឆាកជាតិនិងអន្តរជាតិនិងមានការធូរស្រាលវាបតៈគេថាបន្ទុយប្រអាក់ដល់ពួកដែលប្រព្រឹត្តនៅអំពើព្រៃផ្សៃរបបប៉ុលពតពេលដែលខ្លួនប្រព្រឹត្តអំពើព្រៃផ្សៃទី1ត្រូវបិទភ្នែកពិភពលោកសិនហើយពេលដែលអ្វីដែលប៉ុលពតឲ្យឃើញលីជុនលេងគឺសុទ្ធតែសម្ដែងទាំងអស់ពួកសុភាពអញ្ចឹងអ្នកដែលនិយាយថាខ្ញុំធ្លាប់និយាយម្ដងនិយាយភាសាមួយដែលនិយាយថាជាមានអត្ថន័យល្អត្រឹមត្រូវគេថាឯងបិទមាត់ខ្លះទៅនៅស្រុកកំពុងតែកើតសង្គ្រាមមានន័យថាបើអ្នកឯងមិនចង់ឃើញខ្មែរនៅជុំវិញពិភពលោកស្រែកអង្រួនពិភពលោកដើម្បីឲ្យចូលរួមការពារប្រទេសកម្ពុជាអ្នកឯងអាចទៅចងកសម្លាប់ខ្លួនបានវារស់នាំតែធ្ងន់ផែនដីឥឡូវនេះមួយទៀតថាបើចង់បិទមាត់អញ្ចឹងតែឯងត្រូវទៅជេរបចោអ្នកដែលបាតកម្មនៅជុំវិញពិភពលោករួមទាំងគណៈបកប្រជាជនផងដែរសូនពេញណាថាឲ្យពួកនឹងទៅបិទមាត់ទៅឡូឡាយស្រុកកំពុងតែកើតសង្គ្រាមថៃទៅបាតកម្មអាឡេឡូពេញអូស្ត្រាលីបាតកម្មអាឡេឡូនេះរិនចាំចៅពេញប្រទេសអាមេរិករົບកាណាដាបកាច់ចូលស្អីមួយទៀតបងប្អូនណាគឺមនុស្សប្រភេទហ្នឹងជាមនុស្សដែលរស់នៅឥតតម្លៃសាមុខហេវ៉ាងដែលអៃស្តាញខ្ញុំឧស្សាហ៍លើកនិយាយរឿងទ្រឹស្ដីអៃស្តាញក៏និយាយតែចេះសុខភាពពិភពលោកយើងនេះនឹងមិនរលាយឬក៏ត្រូវបំផ្លាញដោយមនុស្សអាក្រក់ទេដោយសារតែមនុស្សល្អនិងមនុស្សមនុស្សទូទៅឈរឲ្យដៃមើលឬក៏បិទមាត់ចំពោះអំពើអាក្រក់ទី1ទី2ណាទ្រឹស្ដីរបស់ Martin Luther King ណាបងប្អូនបានចំណេះដឹងទូទៅកូនខ្មែរពេទ្យគាត់និយាយថាបើទទួលរងនៅការគៀបសង្កត់ជិះជាន់សង្ឃឹមថ្ងៃមួយមកដល់ហើយបាត់មាត់មានន័យថាចូលរួមគឺចូលរួមជិះជាន់ណាបើគេជិះជាន់យើងបាត់មាត់ស្មើនឹងយើងចូលរួមជាមួយនឹងការជិះជាន់របស់ស្ត្រីអញ្ចឹងពេលដែលបរទេសឈ្លានពានទឹកដីរបស់ខ្លួនហើយយើងបិទមាត់អានឹងគឺយើងចូលរួមជាមួយសត្រូវនឹងជិះជាន់ឲ្យគេសម្លាប់តាមតែចិត្ត1 love ខ្មែរឥឡូវខ្ញុំនិយាយរៀងមួយទៀតនៅក្នុងគ្រឿងខ្លែងទី1នេះគឺចុះព័ត៌មានខ្ញុំឧស្សាហ៍និយាយបងប្អូនយើងមួយចំនួនវល់នៅក្នុង Facebook វល់នៅក្នុង Facebook ម្ដងមិនដឹងជាទៅណាមកនៃតិចឃើញផុសចេះទៅតិចឃើញនេះផុសចេះទៅតិចឃើញអានោះចេញមកចេះទៅខ្ញុំមកសម្រាប់សូនតារាខ្ញុំទី1សូនតារាមិនមែនជាអ្នកសារព័ត៌មានទេទី2ខ្ញុំមិនមែនជាអ្នកវិភាគទេខ្ញុំជាអ្នកស្រាតខោជនផ្ដាច់ការផ្លាស់ប្ដូរក្នុងក្បិតបើប្រធានបទដែលខ្ញុំនិយាយវាអាចមានបទវិភាគនៅក្នុងហ្នឹងវាអាចមានកំសាន្តនៅក្នុងហ្នឹងកុកស៊ីវាអាចមានផ្សេងនៅក្នុងហ្នឹងប៉ុន្តែខ្ញុំអត់ផ្សាយព័ត៌មានពីព្រោះខ្ញុំមិនមែនជាអ្នកព័ត៌មានប៉ុន្តែខ្ញុំអាចសរសេរ Isan Price ទស្សនៈរបស់ខ្ញុំបានដោយឆ្លុះបញ្ចាំងអំពីទស្សនៈរបស់ខ្ញុំការយល់ឃើញរបស់ខ្ញុំបានមែនទេហេតុអីបានជាថាសូនតារាមិនជាអ្នកសារព័ត៌មានពីព្រោះខ្ញុំដឹងទៅយកព័ត៌មានពីណាគេប្រាប់ខ្ញុំទៅទេបងប្អូនយើងគេថាអូអានេះចេះអូអានោះចុះអ្នកណាគេប្រាប់អានេះដឹងពីណាមកណាមួយទៀតចុះបើសិនជាសូនតារាមើលព័ត៌មានបងប្អូនក្នុងអំឡុងសង្គ្រាមខ្ញុំមើលព័ត៌មានរដ្ឋាភិបាលខ្ញុំអត់មើលព័ត៌មានគេសរសើរលើកជើងទេខ្ញុំមើលព័ត៌មានទាន់ហេតុការណ៍ដើម្បីដឹងថាម៉ោងនេះពេលនេះស្ថានភាពខ្ញុំគ្រាន់តែចង់ដឹងតើស្ថានភាពវាយ៉ាងដូចម្ដេចទេមែនទេមានតែប្រភពមួយដែលនេះសោះដែលយើងនេះតាមដានដើម្បីដឹងសភាពការគឺប្រភពរដ្ឋាភិបាលសួរហេតុអីពីព្រោះរដ្ឋាភិបាលតាក់ទងគ្នាផ្ទាល់ពីសមរភូមិវាតំណាងឲ្យសមរភូមិក្រៅពីហ្នឹងបើយើងបែងចែកថាជាទស្សនៈត្រូវប៉ុន្តែបើយើងចេញមុខអះអាងជំនួសមកខ្ញុំថាអីទេបើយើងជាសារព័ត៌មានអាជីពឧទាហរណ៍ដូចជាអាស៊ីសេរីយកជាការបាន VOA យកជាការបានពីព្រោះគេមានភ្នាក់ងារព័ត៌មានណានៅកន្លែងកើតហេតុណាគេអាចមានព័ត៌មានអន្តរជាតិមួយចំនួនគេអាចមានអ្នកយកការនៅកន្លែងកើតហេតុម្លែងអាហ្នឹងគឺយើងអាចយកជាការបានប៉ុន្តែបើថាយើងអត់ដូចខ្ញុំសូនតារាខ្ញុំទៅយកព័ត៌មានពីណាមកបងប្អូនណាអញ្ចឹងសួរថាលោកគ្រូកូនខ្មែរប្រូចហើយនិយាយអញ្ចឹងកាន់ជើងនៃរដ្ឋាភិបាលខ្ញុំថាយើងយកមើលព័ត៌មានជឿមិនជឿលើយើងទេតើយើងជាអ្នកវិនិច្ឆ័យខ្លួនឯងមែនទេប៉ុន្តែនៅជុំវិញពិភពលោកប្រទេសណាក៏ដោយគេត្រូវតែរាយការណ៍អំពីការវិវត្តទៅនៃសភាពការនៃសង្គ្រាមណាដើម្បីជាភស្តុតាងដើម្បីជាដំណឹង
មែនទេចូលនិយាយថាខ្ញុំនិយាយតែនេះមួយវាទៅចំនួនមនុស្សស្លាប់កងទ័ពស្លាប់ឬក៏រស់បើសម្រាប់បងប្អូនមួយចំនួនគាត់ថាលក្ខព័ត៌មានណាចំនួនកងទ័ពស្លាប់ចំនួនកងទ័ពរស់បើសម្រាប់ខ្ញុំថាខ្ញុំអត់ទូមនុស្សខាងហ្នឹងទេបងប្អូនខ្ញុំអត់ទូមនុស្សឡូប៉ូលីសផ្សាយក៏បានមិនផ្សាយក៏បានហេតុអីពីព្រោះបងប្អូនទោះជាបងប្អូនស្ដាប់ទៅក៏មិនអាចកែប្រែស្ថានភាពសមរភូមិមិនឲ្យថៃសម្រាប់មិនឲ្យថៃណានេះតែជាទូវាយប្រហារឃ្លានពៀនបានដែរតែអត់មានកែប្រែអីបានទេវារឹតតែធ្វើឲ្យខ្លោចផ្សាឈឺចាប់ខូចសតិអារម្មណ៍តែប៉ុណ្ណោះបើសម្រាប់សូនតារាខ្ញុំអត់អ្នកផ្សេងចូលមកអ្នកផ្សេងគេចង់ដឹងខ្ញុំអត់ថៃគេខ្ញុំអត់មានថៃគេទេប៉ុន្តែសម្រាប់ខ្ញុំយល់ថាមិនជាបញ្ហាទេមិនផ្សាយក៏បានគ្រាន់តែប្រាប់តែតួលេខក៏បានឬក៏ថាមិនទាន់ផ្សាយតួលេខពីរបួសពីការស្លាប់ក៏បានដែរព្រោះក្នុងប្រយុទ្ធតដៃនៅក្នុងសង្គ្រាមដាច់ខាត់វាជះគ្រាប់ដាក់គ្នាឯងទាំងឡានឯងឯងតកប៉ាល់មកវាត្រូវតែមានស្លាប់ទាំងសងខាងហើយវាកិច្ចមិនផុតទេមិនទេប៉ុន្តែបើយើងចង់ដឹងតើយើងចង់ដឹងដើម្បីឲ្យសមរភូមិហ្នឹងវាមានធម៌ពលដឹងដើម្បីឲ្យមានជ័យជំនះឬយើងដឹងតែចង់ដឹងដើម្បីអីបើខ្ញុំថាបងប្អូនយើងត្រូវតែដឹងដើម្បីសច្ចៈធម៌អានេះដឹងចាំសម្រាប់សូនតារាខ្ញុំផ្ដោតការយកចិត្តទុកដាក់ទៅលើស្ថានភាពនៅសមរភូមិដើម្បីដឹងថាតើអាស្ថានភាពហ្នឹងវាក្តៅវាត្រជាក់វាឈប់វាបន្តបាត់បង់ទឹកដីកាន់កាប់ត្រង់ណារបូតត្រង់ណាខ្ញុំដឹងខ្ញុំចង់ដឹងប៉ុណ្ណឹងខ្ញុំចង់ដឹងថាអានេះរបូតស្អីខ្លះអានឹងស្អីខ្លះពីព្រោះនេះការបាញ់គ្រាប់ស្រោចដាក់គ្នាដូចទឹកភ្លៀងហើយតាំងកប៉ាល់បងប្អូនពិចារណាមើលយើងទៅអង្គុយរាប់អ្នកស្លាប់យើងយកអានឹងមកឈឺចាប់នៅក្នុងខ្លួនតើវាអាចទៅកែប្រែឬក៏បញ្ចប់សមរភូមិបានទេអញ្ចឹងព័ត៌មានយើងមើលទាំងអស់បាទយើងមើលអ្នកណាផ្សាយទៅប៉ុន្តែយើងជ្រើសរើសនៅការជឿជាក់ជ្រើសរើសនៅការជឿជាក់ដល់លីអ៊ុយបើសម្រាប់ខ្ញុំតាមដានជាទូទៅតាមដានដែលសេចក្តីរាយការណ៍របស់ដែលក្រសួងការពារជាតិហ្នឹងតែមួយក្រៅពីផ្សេងពីហ្នឹងខ្ញុំចាត់ទុកជាទស្សនៈខ្ញុំមកចាត់ទុកជាព័ត៌មាននេះហើយអ្នកផ្សេងបើសិនជាយកព័ត៌មានក៏ត្រូវតែគួរជឿជាក់ដែរថាតើយកពីណាមកមែនទេមានគេប្រាប់យើងដោយវិធីណាណាអាហ្នឹងបានជាសូនតារាគាត់តែចង់និយាយពីពាក្យថាព័ត៌មានមួយម៉ាត់ហ្នឹងណាគឺវាមានអត្ថន័យធំធេងណាស់អញ្ចឹងបានជាសម្រាប់ខ្ញុំសូនតារាលីអេជួនខ្ញុំអត់ទូម្នាស់ទេរឿងអ្នកណារឿងទីផ្សាយចំនួនស្ថិតិអ្នកស្លាប់ឬអ្នករស់ស៊ូជីគឺអ្វីដែលខ្ញុំទូម្នាស់គឺស្ថានភាពសមរភូមិនិងទឹកដីកម្ពុជាតើយើងកាន់កាប់ឬបាត់បង់នេះតើសមរភូមិនឹងចប់ឬក៏បន្តតើវាឈប់ឬក៏ត្រជាក់ក៏វាក្តៅតើវាមានបាត់ជប់បាញ់តើវាមានការចរចាអានេះដូចចិត្តតើវាយ៉ាងណាអានេះខ្ញុំតាមដានធំយ៉ាងទេចុះសួរលោកគ្រូចុះចំនួនងាប់ទៅសងខាងហ្នឹងបងប្អូនបាញ់គ្រាប់ដាក់គ្នាបដាល់ល្មិចបកែយ៉ាងណាក៏ដោយវាត្រូវតែមានរបួសមែនទេអានេះគ្រាប់បងប្អូនណាតាំងពីសិតគ្រាប់ស្រោចដាក់គ្នាដូចទឹកភ្លៀងចឹងវាត្រូវតែមានស្លាប់ទាំងសងខាងហើយវាមិនកិច្ចមិនផុតទេមួយថ្ងៃនោះអញ្ចឹងខ្ញុំឲ្យបងប្អូនយើងផ្ដោតសម្រាប់សូនតារាហើយនេះបើសម្រាប់សូនតារាឬកូនសិស្សសូនតារាណាទៅលើការលើកទឹកចិត្តកងទ័ពផ្សព្វផ្សាយសេចក្តីស្រឡាញ់និងការជួយទៅតាមលទ្ធភាពដែលអាចធ្វើទៅបានណាដូចសំអានគាត់ណាប្រកាសជួយតែ1000ហើយដូចជាឃើញឈុំសុផាតនៅអាមេរិកឧស្សាហ៍មានយុទ្ធនាការជួយច្រើនអញ្ចឹងណាវាល្អណាយើងអាចធ្វើអីបាននេះគីទូធ្វើនឹងទៅប្រសើរជាងយើងបានដឹងព័ត៌មានខ្លះដែលមិនអាចទៅកែប្រែជោគវាសនាសមរភូមិបានគឺនាំតែតបៅខួរក្បាលហើយវាទៅបាក់ស្រុតទៅទៀតណាបងប្អូនណាបងប្អូនត្រូវថាបានដាក់គ្នាស្រោចដាក់គ្នារឿងអីដែលថាមិនស្លាប់ណាអញ្ចឹងបើសម្រាប់សូនតារាពាក់ព័ន្ធជាមួយនឹងព័ត៌មានដំណឹងខ្ញុំមានពេលខ្លះខ្ញុំមិនទាន់ចង់ដឹងក៏បានដែរបើសម្រាប់សូនតារាណាអ្វីដែលខ្ញុំចង់ដឹងគឺខ្ញុំចង់តែជូនពរកងទ័ពឲ្យមានជ័យជំនះនិងស្វែងរកវិធីដើម្បីការពារខ្លួនទេធម្មតាបើទម្លាក់គ្រាប់បើទម្លាក់លើកទី1យើងអាចស្លាប់ច្រើនណាតែបើទម្លាក់លើកទី2មិនគួរឲ្យស្លាប់ច្រើនយុទ្ធសាស្ត្ររបស់មេទ័ពត្រូវដឹងថាគ្រាប់នឹងរត់ដោយវិធីណាគ្រាប់តាមជំរាលភ្នំនឹងត្រូវធម្មតាគ្រាប់ធ្លាក់មកបដីស្មើវាបាច់វាជះយ៉ាងម៉េចបើជំរាលភ្នំវាត្រូវជះទៅមកខាងភ្នំវាបាច់ទៅខ្យល់ល្មិចវាត្រូវមានស្លឹកឈើមិនអាចចឹងសិតតែតាក់ទងជាមួយនឹងគោអត់ដូនេបើអ្នកមេទ័ពដែលគេខ្លាំងគេចេះវិធីខ្លាំងចេញសូនតារាទៅប៉ុន្តែសូនតារានិយាយទៅគឺដាក់សតិដែរប៉ុណ្ណាអាចចូលរួមចំណែកដាក់សតិដែរកងទ័ពបើគេតលាក់អាមកប្រាវដំបងវាអាចប្របាក់កិច្ចមិនដឹងជាកិច្ចមិនប៉ុន្តែគេត្រូវសិក្សាអំពីចលនាគ្រាប់វាមែនទេតើវាទៅយ៉ាងម៉េចមានពេលខ្លះកងទ័ពនៅតាមព្រំដែនគេដឹងច្បាស់ជាងយើងគេសិក្សាអំពីចលនាអូដូនេណាគេសិក្សាអំពីមុំ
ក្របគេដឹងថាត្រូវកិច្ចអាម៉េចគេត្រូវឆ្លាស់អាម៉េចណាអានេះគេដឹងច្បាស់ជាងយើងឆ្ងាយណាគាត់ថាយើងគាត់ទៅយល់បន្តិចបន្តួចទៅក៏បានដែរយល់គាត់ដឹងថាអានឹងអញ្ចឹងតែបើលំអិតយើងទៅមិនរួចទេបើខ្ញុំថាការស្រោចគ្រាប់ដាក់គ្នាវាត្រូវតែមានស្លាប់ហើយអញ្ចឹងបើសម្រាប់សូនតារាខ្ញុំបដោតការយកចិត្តទុកដាក់ទៅលើការលើកទឹកចិត្តផ្ដល់សេចក្តីបួងសួងណាទៅដល់កងទ័ពនឹងឲ្យការពារបូរណភាពទឹកដីបានល្អជាងការទៅចង់ដឹងថាអាម៉េចក៏មិនប្រាប់រឿងងាប់រស់បើខ្ញុំថាមិនបាច់ក៏បានដែរទុកសិនទៅអ្នកទុករាយការណ៍ប្រាប់អ្នកដទៃប្រាក់សូនតារាខ្ញុំមិនសូវជាចង់ដឹងប្រហែលដែរបើថាលីស្លាប់3000នាក់អីហ្នឹងខ្ញុំបាច់ទេអាហ្នឹងខ្ញុំបាក់សតិអារម្មណ៍អញ្ចឹងទៅសិនណានៅសង្គ្រាមវៀតណាមក៏ដោយសង្គ្រាមអាមេរិកក៏ដោយនេះចុងបញ្ចប់បានគេសរុបតែតួលេខមកក៏បានដែរសរុបតួលេខហ្នឹងគឺត្រូវតែដឹងគុណសរុបតួលេខហ្នឹងគេត្រូវរាយការណ៍ដឹងគុណដើម្បីជួយទៅដល់ក្រុមគ្រួសារដែលបាត់បង់ហ្នឹងទទួលនៅការថែទាំពីរដ្ឋនៅពេលដែលចប់សង្គ្រាមទៅក្រុមគ្រួសារដែលបានពលីហ្នឹងត្រូវទទួលផលប្រយោជន៍អ្វីខ្លះអាហ្នឹងគឺខ្ញុំគ្រប់គ្រងអញ្ចឹងវិញប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការបងតៃ FC ផ្លាស់ប្ដូរផ្នែកកំណត់គ្រឿងខ្លែងទី2ខ្លីដដែលខ្ញុំសូមឲ្យបងប្អូនបន្តធ្វើខេមរាវណ្ណាបាតកម្មបន្តទៀតជុំវិញពិភពលោកខ្ញុំសរសើរបងប្អូននៅបារាំងមួយចំនួនដែលធ្វើបាតកម្មម្នាក់ឯងហើយខ្ញុំសរសើរបងប្អូននៅជុំវិញពិភពលោកដែលធ្វើបាតកម្មដោយមិនចាំបាច់មានគៀងកគ្នាទេណាតែម្នាក់ឯងដើម្បីឲ្យអីបាតកម្មគឺជាទូតឈ្នះអស់នៅសារព័ត៌មាននៅក្រុងបាងកកសារព័ត៌មានណាវាអង្គុយយកសម្ដីមនុស្សទេឧទាហរណ៍ថាសារព័ត៌មានអត់ក្រុងបាងកកមាន Reuters មាន CNN CBC ពិភពលោកនៅហ្នឹងវាទៅយកព័ត៌មានប៉ុន្តែព័ត៌មានជាក់ស្ដែងនៅជុំវិញពិភពលោកវាអត់ដែលមានឃើញជនជាតិថៃណារងគ្រោះណាឃើញខ្មែរយើងចឹងពិភពលោកវាឃើញខ្មែរយើងស្រែកជុំវិញពិភពលោកជុំវិញផែនដីអាសម្រេចរបស់យើងហ្នឹងគឺជាព័ត៌មានណាបងប្អូនអញ្ចឹងបានខ្ញុំឆ្លើយតបទៅនឹងប្រិយមិត្ត CPP ខាងដើមមុនហ្នឹងគេថាបិទមាត់ខ្លះទៅប្រទេសកំពុងតែកើតសង្គ្រាមបិទមាត់បើមិនចង់ឃើញគេចងកយងាប់ទៅទី1ទី2ទៅបិទមាត់បាតកោរួមទាំងគណៈបកប្រជាជននៃជុំពិភពលោកដែលគេខំស្រែកជួយប្រទេសជាតិអានឹងឈួតទៅវិញទៅគាត់ណាបងខ្លួនឯងបិទមាត់ដល់ចេញពីស្រុកខ្មែរទៅស្រុកកំពុងតែកើតសង្គ្រាមមិនចង់ឲ្យពិភពលោកដឹងអំពីចៅឆ្លៀនពៀនទឹកដីចេញចូលកលឹមបើបែរជាបបួលគេឲ្យបិទមាត់ទៅថៃបែកងាប់អានេះឈួតមែនតើបងណាអញ្ចឹងបានថាគណៈបព្វជិជនខ្លះល្ងីល្ងើបងប្អូនណាល្ងីល្ងើមែនតើបងរំដាប់កំអញ្ចឹងបើសូនតារានៅតែគ្រប់គ្រងនៅតែឲ្យបងប្អូនធ្វើបន្តចំនួនតិចដល់ចំនួនច្រើនដែរមួយទៀតមិនមែនតែអ្នកដែលថាតែខ្ញុំសរសើរមានប្រិយមិត្តខ្លះនៅស្រុកបារាំងឬក៏នៅស្រុកដទៃទៀតខ្ញុំមិនស្គាល់អញ្ចឹងនៅប្រទេសកម្ពុជាខ្ញុំស្គាល់ដូចថ្ងៃមុននោះឃើញឈឹមសុផាតហើយនឹងប្រពន្ធគាត់កូនគាត់ល្អហ្មងណាគាត់ទៅឈរស្តុបនៅភ្លើងស្តុបនៅក្រុងរបស់គាត់នឹងលើកបដាអញ្ចឹងទៅអាហ្នឹងគឺជាផ្នែកមួយដែរយើងទៅឈរកន្លែងភ្លើងស្តុបឌីខឹមមនីកុសលយើងទៅឈរអាកន្លែងអីចឹងតែអាកន្លែងស្អីដូចលក្ខណៈបាញ់មានច្បាប់អីអាហ្នឹងណាយើងបើបលីមកដឹងយើងមានតែវាយយើងងាប់អីយើងដើរទៅយើងដើរចេញទៅយើងទៅធ្វើផ្សេងទៀតយើងគាត់ទៅលើកអាហ្នឹងដូចអ្នកសុំទានតែមានបញ្ហាអីលើកទង់ជាតិអាមេរិកលើកទង់ជាតិខ្មែរអញ្ចឹងទៅអញ្ចឹងបងប្អូនប្រាប់ការប្រេកខ្ញុំនៅតែបន្តគ្រប់គ្រងនៅបេសកកម្មដើម្បីអង្រួនពិភពលោកបើកភ្នែកពិភពលោកចង់ឲ្យពិភពលោកមើលឃើញថានៅក្នុងប្រទេសកម្ពុជាគឺជាព័ត៌មានហ៊ុនសែនបិទអស់ហើយដូច្នេះចូលបងប្អូនម្នាក់ដើរតួជាអ្នកផ្សព្វផ្សាយដំណឹងមិនមែនជាអ្នកព័ត៌មានទេអ្នកផ្សព្វផ្សាយដំណឹងបាទអ្នកព័ត៌មានមានតែមិនព័ត៌មានមានន័យថាយើងយកដំណឹងពីព្រំដែនមកផ្សាយយើងមិនបាច់ទេយើងគ្រាន់តែផ្សាយដំណឹងអំពីការជ្រៀនពៀនគឺប្រាប់ពិភពលោកថាអូបរទេសជ្រៀនពៀនកម្ពុជាគឺខ្លួនយើងហ្នឹងការធ្វើបាតកម្មគ្រប់ទិសទីគ្រប់ជុំវិញពិភពលោកធ្វើរាល់សប្តាហ៍ធ្វើរាល់ថ្ងៃរាល់សប្តាហ៍រាល់ថ្ងៃអាហ្នឹងហើយបងប្អូនណាខ្លាំងជាងព័ត៌មានមកមួយសម្បុកនៅក្រុងបាងកកទៅទៀតព្រីចំណិត share នេះទៅកាន់ប្រិយចំណិតដទៃទៀតទូរទស្សន៍សូនតារាស្រាតខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នែកគំនិតប្រធានបទទី1ក្តៅអាស៊ានខ្ញុំមាន3ចំណុចនៅក្នុងនេះប្រធានបទទី1អាស៊ានដែលខ្ញុំដាក់ចំណងជើងថា evolution តើត្រូវរំលាយអាស៊ានចោលទី2 F16ពិភពលោកគួរតែដល់ពេលបើកមាត់ថាថៃឆ្លៀនពៀនកម្ពុជាទី3ខ្ញុំនឹងនិយាយអំពីកិញ្ចពីព្រោះឃើញប្រហែលថ្ងៃនេះខ្មែរយើងចាប់បានកិញ្ចនៅណាយកការឲ្យពួកទាហានថៃយោធាថៃនេះមកអាស៊ានខ្ញុំប្រៀបធៀបទៅនឹងអឺរ៉ុបមានសហភាពអឺរ៉ុបមួយដែលដើម្បីចងជាសហភាពបានទាល់តែប្រទេសនោះរួមគ្នាសាមគ្គីគ្នាបែងចែកទស្សនវិស័យរួមមិនថាទស្សនវិស័យសេដ្ឋកិច្ចទេសចរឬក៏ទស្សនវិស័យសន្តិភាពទស្សនវិស័យសង្គ្រាមអឺរ៉ុបការពារគ្នាមិនត្រឹមតែមិនឆ្លោះគ្នាទេការពារគ្នា
ពេលមានបញ្ហាអីសហភាពអឺរ៉ុបគឺគេប្រជុំដោះស្រាយខ្ញុំលើកឧទាហរណ៍សូម្បីតែច្បាប់អន្តោប្រវេសន៍ថ្មីក៏មិនអាចប្រទេសនីមួយៗមានច្បាប់ពិសេសរបស់ខ្លួនប៉ុន្តែត្រូវមានច្បាប់រួមសកលមួយហេតុអីពីព្រោះបើបារាំងការពារមួយទុកអត់បានទេវាអាចចូលតាមអ៊ីតាលីបើអ៊ីតាលីការពារមួយទុកមិនបានវាអាចចូលតាមអាល្លឺម៉ង់បើអាល្លឺម៉ង់ការពារមួយទុកអត់បានវាត្រូវចូលតាមបែលហ្សិកព្រោះអឺរ៉ុបវាមាន27ប្រទេសអញ្ចឹងគេត្រូវរួមគ្នាសុចនាហេតុដើម្បីទប់ស្កាត់អញ្ចឹងយើងអាចចោទជាសំណួរថាចេះមានម៉ែមានតែមួយនៅអឺរ៉ុបគេមានសភាអឺរ៉ុបជន់នៅអាស៊ានវាអត់មានសភាអាស៊ានមែនប៉ុន្តែវាជាសមាគមហើយវាមាននេះរដ្ឋមន្ត្រីការបរទេសអាស៊ានជាសមាគមអាស៊ានវាគ្រប់គ្រាន់ណាប្រទេសមួយដែលជាសមាជិករបស់បងប្អូនបើយើងនិយាយក្រុមហ៊ុនមួយឆ្លោះគ្នាឡើងតែក្រុមហ៊ុនហើយបាល់ទាត់តែក្រុមខ្ញុំប្រៀបធៀបទៅក្រុមបាល់ទាត់ណាអាកូនពូជក្រុមបាល់ទាត់មួយដែលឆ្លោះគ្នាឯងគេឡើងទៅជាក្រុមបាល់ទាត់គេត្រូវរំលាយក្រុមបាល់ទាត់អញ្ចឹងសមាគមមួយដែលឆ្លោះគ្នាឯងគេលែងហៅសមាគមគេត្រូវរំលាយសមាគមនឹងមួយអង្គការមួយសីហា PV ដែលឆ្លោះគ្នាឯងគឺគេលែងហៅអង្គការហើយគឺគេរំលាយអង្គការរលាយស្វ័យប្រវត្តិណាបងណាសមាគមអាស៊ានដែលមានសមាជិកប្រទេសទាំង11ហើយមានថៃឈ្លានពានកម្ពុជាឆ្លោះគ្នាបង្ហូរឈាមគ្នាស៊ីសាច់អត់ឈាមគ្នាអានេះគេត្រូវរំលាយចោលទៅវាលែងទៅជាសមាគមហើយតើទស្សនវិស័យហ្នឹងវាផ្ទុយទស្សនវិស័យអាស៊ានហ្នឹងគឺចែកសេដ្ឋកិច្ចព្រោះសង្គ្រាមវាឧទាហរណ៍សមាគមអាស៊ានគឺអត់មានពាក់ព័ន្ធជាមួយនឹងលោកដៃចូលកិច្ចការផ្ទៃក្នុងទេគឺផ្ដោតការយកចិត្តទុកដាក់ទៅលើតែសេដ្ឋកិច្ចពាណិជ្ជកម្មចុះសង្គ្រាមហ្នឹងវាមិនសេដ្ឋកិច្ចពាណិជ្ជកម្មបើមិនជាប្រទេសកើតសង្គ្រាមវាមិនប៉ះពាល់ដល់សេដ្ឋកិច្ចពាណិជ្ជកម្មណាបងប្អូនត្រូវដឹងថាតើនៅលើពិភពលោកជាងនេះប្រទេសក្រដោយសារអីដោយសារសង្គ្រាមហ្នឹងណាក្រហ្នឹងមានន័យថាម៉េចមានន័យថាសេដ្ឋកិច្ចដុនដាបគឹមសៀងជាប្រទេសមួយដែលមានសេដ្ឋកិច្ចធ្លាក់ចុះដុនដាបគឺជាប្រទេសដែលកើតសង្គ្រាមប្រទេសមួយដែលមានសេដ្ឋកិច្ចជឿនលឿនគឺជាប្រទេសអត់មានសង្គ្រាមអញ្ចឹងបើសិនជាអាស៊ានគិតថាយើងគិតពីសេដ្ឋកិច្ចឲ្យផ្លោងឲ្យចិនទៅទីចិនឬក៏អាមេរិកផ្លោងឲ្យដាក់ពេញនឹងទៅជាមួយសេដ្ឋកិច្ចដើរទៅមុខអត់អញ្ចឹងអ្វីទៅដែលជាកត្តាចម្បងឧទាហរណ៍ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចនិងសន្តិភាពនៅក្នុងអាស៊ានណាខ្ញុំនិយាយឡុងសិចប្តីប្រពន្ធបើកណាកាប់គ្នាគឺលែងជាប្តីប្រពន្ធណាបងណាគេលែងគ្នាបើថាប្តីកាប់ប្រពន្ធដាច់ក្បាលប្រពន្ធនឹងកាប់ប្តីដាច់ដៃដាច់ជើងហើយមែនទេអានឹងគឺលែងគ្នាហើយចឹងមិនខ្ញុំចោទជាសំណួរសួរថាត្រឡប់ទៅនេះសំណួររបស់ខ្ញុំសួរកៃលិតគឺខ្ញុំចង់ចោទទៅសួរដល់អាស៊ានជាប្រទេសអាស៊ានជាពិសេសខ្ញុំចង់ឲ្យនាំសាររបស់ខ្ញុំទៅកាន់សមាជិកអាស៊ានទាំង10ប្រទេសតើសមាជិកអាស៊ានទាំង10ប្រទេសនេះឈួតទេអីខ្ញុំសួរចេះឈរអោបដៃមើលសមាជិកខ្លួនឯងខំគ្នាមែនទេតើទស្សនវិស័យអាស៊ាននឹងមិនបើថៃហើយខ្មែរស៊ីសាច់ហត់ឈាមគ្នាមកវាយបង្ហូរឈាមគ្នាណាខ្ញុំសួរសូម្បីតែស្រុកប្រទេសវៀតណាមក៏ដោយប្រទេសឡាវក៏ដោយតែមានទស្សនៈមិនឬមួយក៏ថាមនុស្សដៃទេអានឹងជារឿងរបស់គ្នាឯងអញ្ចឹងរំលាយអង្គការនឹងចោលតែអង្គការអាស៊ាននឹងបង្កើតឡើងទៅប្រជុំអស់លុយមិនតិចទេណាខំទទួលភ្ញៀវអង្គុយជជែកគ្នាបានប្រយោជន៍ស្អីហើយឥឡូវខ្ញុំសួរទៅសមាជិកអាស៊ានថាចេះសមាជិកអាស៊ាននឹងដាក់អង្គការសង្គមស៊ីវិលជាសមាជិកទៅដូរកុំឲ្យជាសមាជិករដ្ឋាភិបាលទៅព្រោះអាស៊ាននឹងសមាជិករដ្ឋាភិបាលទៅហើយអ្នកទៅប្រជុំសិតតែប្រធានាធិបតីនាយករដ្ឋមន្ត្រីការបរទេសដូចជានៅប្រហែលថ្ងៃនេះថ្ងៃ22ត្រូវថ្ងៃនេះថ្ងៃ26នេះចំណិតឡើងប្រជុំរដ្ឋមន្ត្រីអាស៊ាននឹងទៅថៃស្នើលើកទៅ22ក៏លើកទៅ22ទៅទៅនោះតាមអានវ៉ាអ៊ីប្រាហ៊ីមនឹងមុនពេលគាត់បញ្ចប់អាណត្តិនេះអញ្ចឹងខ្ញុំសួរថាតើសមាជិករបស់សមាគមអាស៊ាននឹងសិតតែជាអ្នកនយោបាយនាយករដ្ឋមន្ត្រីប្រធានាធិបតីសិតជាតំណាងប្រទេសប៉ុន្តែមិននិយាយរឿងនយោបាយឈួតទេដឹងអាស៊ានខ្ញុំថាអាស៊ានឈួតតែបងប្អូនមកសួរស្អីលោកគ្រូកុំនិយាយចឹងខ្សោនត្រង់ដែរគាត់និយាយកាប់ទៅនេះបានតែខ្ញុំថាអាស៊ានគឺឈួតហើយដែលបណ្ដាលឲ្យសមាជិកខ្លួនឯងប្រទេសសមាជិកហ្នឹងឈរអោបដៃមើលបងប្អូនណាតែបានខ្ញុំសរសើរអានវ៉ាអ៊ីប្រាហ៊ីមប៉ុន្តែយើងត្រូវសួរថាតើអាស៊ានហ្នឹងជាបន្ទុករបស់អានវ៉ាអ៊ីប្រាហ៊ីមតែម្នាក់ឬក៏ជាបន្ទុកនៃសមាជិករដ្ឋនៅក្នុងនឹងផ្សេងទៀតមិនលោកដៃចូលកិច្ចការផ្ទៃក្នុងមិនលោកអីមែនទេអាហ្នឹងឯងផ្ទៃក្នុងអាស៊ានសមាជិកសមាគមរបស់ខ្លួនឯងលក្ខមេត្រីអាហ្នឹងឯងដែលជាសមាជិករបស់អាស៊ានណាដែលមានបញ្ហានៃសង្គ្រាមបង្ហូរឈាមគ្នាដែលរហូតដល់ស្លាប់ជនស៊ីវិលសម្លាប់ចឹងអត់មានទៅនេះផងបងប្អូនអាស៊ានអន្តរាគមចំពោះភូមាអយុត្តិធម៌បើនិយាយអយុត្តិធម៌ភូមាមិនទាន់ដល់ថ្នាក់ដូចថៃផងភូមាគ្រាន់តែត្រឹមទម្លាក់អ៊ុងសានស៊ូជីឃុំខ្លួននៅក្នុងផ្ទះហើយចាប់ពួកសកម្មជនដាក់គុកណាហើយអាស៊ានទាំងមូលបានផ្ដាច់ភូមាចេញណាបងប្អូនណាអាហ្នឹងគឺមានន័យថានយោបាយអាស៊ានចាប់ផ្ដើមលើកយកប្រធានបទភូមាយកមកនិយាយបងប្អូនពីមុនបាននេះប៉ាល់ហើយភូមាបានคล้ายទៅជាប្រទេសមួយដែលគេបោះបង់ចោលយកកម្ពុជាមែនទេកម្ពុជាហើយនឹងថៃហើយđâyបានជាអាស៊ាននឹងមិនយកចិត្តទុកដាក់ហើយឈរដៃមើលតើប្រទេសសមាជិកនឹងគិតវាយ៉ាងម៉េចអញ្ចឹងបានជាខ្ញុំសូនតារានិយាយថា
អាស៊ានអត់ប្រយោជន៍គ្មានប្រយោជន៍អស់លុយទៅប្រជុំធ្វើអីក៏វត្តកខ្ពើមកខ្ញុំនិយាយត្រង់មកអានេះបើប្រៀបធៀបជាមួយសហភាពអឺរ៉ុបសមាគមអឺរ៉ុបគឺស្រឡាញ់គ្នាបងប្អូនបើកាលណាសហគមន៍មួយសមាគមមួយអង្គការមួយចាត់តាំងមួយបើច្បាំងគ្នាហើយអាសមាជិកអតីតទៀតនឹងណាអត់ទាំងលូកដៃចូលទៅដោះស្រាយបញ្ហាផងទុកឲ្យតែបានអានវ៉ាអ៊ីប្រាហ៊ីមមួយអានវ៉ាអ៊ីប្រាហ៊ីមមួយអានេះប្រធានអាស៊ានហើយចាប្រទេសអតីតទៀតនោះអញ្ចឹងបានខ្ញុំថាអាស៊ានណាបើថាអត់ទេរំលាយចោលទៅហ្មងទៅខ្ញុំថាអត់ប្រយោជន៍អីទេបាទណាវាលែងទៅជាសាច់ការហើយបើថាចង់ឲ្យប្រទេសនៅតំបន់នឹងមានសុខសន្តិភាពមានសុវត្ថិភាពត្រូវកំណត់គោលដៅមួយច្បាស់លាស់ថាតើសមាគមអាស៊ានមានគោលដៅអីនេះមានគោលដៅអីបើសមាជិកនៅក្នុងប្រទេសអាស៊ានហ្នឹងវាខំគ្នាបាត់ហើយអញ្ចឹងមានន័យថាអាស៊ានបរាជ័យហើយអាស៊ានបែកបាក់អាស៊ានព្រួតខំគ្នាជាពិសេសខ្ញុំជឿថាប្រទេសមួយចំនួនព្រួតខំប្រទេសកម្ពុជាណាដោយសារអីដោយសារករណីភូមាករណីថៃករណីខ្មែរគឺវាអត់យុត្តិធម៌បងប្អូនអត់យុត្តិធម៌ដូច្នេះចាំមិនអាស៊ានបើសម្រាប់សន្តារាចំណុចមួយដែលខ្ញុំមុននិយាយចូលទៅដល់ពិភពលោកគឺខ្ញុំនៅតែនិយាយដដែលគឺថាបើសិនជាថៃមិនស្ដាប់អាស៊ានយើងស្នើឲ្យថៃដកខ្លួនចេញពីអាស៊ានទៅអឺរ៉ុបអឺរ៉ុបអ៊ុយក្រែនមិនមែនជាសមាជិករបស់អឺរ៉ុបទេអញ្ចឹងរុស្ស៊ីវាយអឺរ៉ុបជំនួយស្មារតីប៉ុន្តែបើរុស្ស៊ីវាយប្រទេសមួយនៃសមាជិកអឺរ៉ុបទាំង20ប្រទេស27ប្រទេសជួយគ្នាទាំងអស់ដូចគ្នាខ្ញុំថាយើងធ្វើនយោបាយការទូតទាំងមើលថាបើសិនជាថៃអត់ស្ដាប់អាស៊ានអត់ស្ដាប់ប្រទេសទាំង10នៅបន្តការឈ្លានពានទៅខុសច្បាប់អន្តរជាតិយកដូចចំនួនកាលពី500ឆ្នាំមុនសតវត្សសម័យអង្គរមានទឹកដីវាយវាទីយកបើយើងធ្វើអញ្ចឹងអាហ្នឹងប៉ះពាល់សមាគមប៉ះពាល់អធិបតេយ្យភាពនៃប្រទេសក្នុងតំបន់ហើយឲ្យថៃដកខ្លួនចេញទៅគេថាថៃជាស្ថាបនិកជាមួយប្រមាណប្រទេសមានម៉ាឡេស៊ីស្ថាបនិកក៏ដោយក៏អាចដកខ្លួនចេញដែរណាដូចជាអាមេរិកស្ថាបនិករបស់ដូណាល់ត្រាំស្ថាបនិករបស់អង្គការ UNHCR ហ្នឹងស្ថាបនិកដកចេញមកកកគេថាឧទាហរណ៍អាមេរិកដកចេញពីសមាជិកនោះស្ថាបនិកអាចដកខ្លួនចេញបានដែរបើសិនជាយើងយល់ឃើញថាសមាគមអាស៊ានហ្នឹងវាអត់មានន័យអីខ្ញុំថាបើកម្ពុជាចង់ភ្ជាប់ខ្លួនទៅសមាគមអាស៊ានហ្នឹងគឺត្រូវឲ្យថៃដកចេញហើយសមាគមអាស៊ានត្រូវជួយគ្នាត្រូវចងបណ្ដុំជួយគ្នាទី1ជួយសត្រូវវាយប្រទេសនេះជាសមាគមទី2គឺបើសិនជាប្រទេសក្នុងសមាគមមានទំនាស់ត្រូវជួយគ្នាប្រជុំបើអត់ទេគឺតាមយោបល់សូនតារាត្រូវគួរតែរំលាយសមាគមអាស៊ានចោលបើមិនចឹងទេសូមស្នើឲ្យថៃដើរចេញពីសមាគមអាស៊ានតែម្ដងទៅហើយអាស៊ានដែលនៅសល់ក្រៅពីនឹងរួមគ្នាជួយកម្ពុជាដើម្បីទប់ទល់ការឈ្លានពានរបស់ថៃចូលសមាជិករបស់អាស៊ានបើមិនចឹងទេយើងមិនបាច់ចងមិត្តមិនបាច់ចងបងប្អូនទេវាគ្មានអាណាសមាគមមួយឆ្លោះគ្នាឈ្លានពានទឹកដីគ្នាទេប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការស៊ីកេផ្លាស់ប្ដូរផ្នែកកំណត់បងប្អូនខ្ញុំធ្លាប់និយាយម្ដងយូរហើយតាំងពីមុនសង្គ្រាមបែបស្ទើរតែមួយឆ្នាំ2ឆ្នាំឬក៏ថ្មីនេះខ្ញុំនៅតែបន្តនិយាយបងប្អូនណាចាំទ្រឹស្ដីសូនតារាឬខ្ញុំថាខ្ញុំប្រៀបធៀបរវាងសមាគមអាស៊ាននិងអឺរ៉ុបវាជួយគ្នាណាបងប្អូនប្រទេសក្រីក្រប្រទេសអីតិចតួចនេះវាជួយជ្រោមជ្រែងគ្នាប្រទេសមានទេសចរតិចអីចែកគ្នាជួយផ្សព្វផ្សាយគ្នាគាត់ថាប្រព្រឹត្តការពីអន្តោប្រវេសន៍ខុសច្បាប់វាការពីរួមគ្នាការពីគ្រឿងញៀនការពីរួមគ្នាការជំរុញសេដ្ឋកិច្ចជំរុញរួមគ្នាសម្បីវ៉ាក់សាំងហ្នឹងចាក់វ៉ាក់សាំងរួមគ្នាស្អីគេធ្វើអីគេជួយគ្នាណាប៉ុន្តែនៅអាស៊ានគឺចំណែនឈ្នានេះបែងជើងគ្នានេះប្រទេសនីមួយនឹងបន់ឲ្យតែប្រទេសមួយដុនដាស់ពេកព្រោះអត់ចង់ឲ្យអាមួយនឹងខ្លាំងស្មើខ្លួនឬខ្លាំងលើសខ្លួននេះចំណែនឈ្នានេះគ្នាអាស៊ានណាគូតែកែប្រែកំណត់នឹងបើថាមានអាកំណត់ចំណែនឈ្នានេះចង់ឃើញអាមួយរលាយទៅអញបានកុំកើនឯងថោកទៀតអញលុយជាងឯងអានឹងគឺគូតែរំលាយអាស៊ានចោលទៅអានេះគឺជាយោបល់របស់សូនតារាទេព្រោះឥតតម្លៃប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារា short វីរៈស្រាច់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នែកកំណត់ចំណុចទី2មេសាគួរតែដល់ពេលពិភពលោកបើកមាត់និយាយពាក្យថាថៃឈ្លានពានទឹកដីហើយហេតុអីបានជាពិភពលោកមិននិយាយថាថៃឈ្លានពានកម្ពុជានៅដើរតួធ្វើអត្រឹមត្រូវទាំងខ្លួនឯងដឹងច្បាស់ថាថៃឈ្លានពានទឹកដីកម្ពុជាណាឥឡូវខ្ញុំឲ្យមើលពិភពលោកមើលតែមួយក្នុងចំណោមផ្សេងទៀតយើងបាច់បញ្យល់តែថ្ងៃនេះខ្ញុំខមមិនទៅលើអត្ថបទណាជនបរទេសម្នាក់គាត់ដើរតួធ្វើអត្រឹមត្រូវគាត់ទៅសេវើញមែនទេទៅសេវើញមើលចុះមើលឡើងគេដើរតួធ្វើអត្រឹមត្រូវដើរតួធ្វើកដាលធ្វើជាអាខ្មែរក៏មិនខុសអាថៃក៏មិនខុសគេដើរតួចង់បានចំណេញសងខាង
បើខ្ញុំខមមិនមួយខ្ញុំថាអូអស់ចាអត្ថបទនេះគឺធ្វើឲ្យវិភាគភ្លឺថ្លាទៅជាខ្មៅងងឹតណាបកកែសរសេរនិយាយឲ្យយើងវិលក្បងសូនត្រាទេខ្ញុំច្បាស់ខ្ញុំថាច្បាស់ណាការពិតគឺថៃឈ្លានពានកម្ពុជានិយាយមួយម៉ាត់ចាំបាច់សរសេរអីដល់2ទំព័រ3ទំព័រគឺជនបរទេសមួយដើរតួធ្វើអធិមត្រូវដឹកសូនត្រាខមមិនថាទៅសរសេរអី3 4ទំព័រនិយាយច្បាស់មកថាថៃឈ្លានពានកម្ពុជាឬកម្ពុជាឈ្លានពានថៃមិនហ៊ាននិយាយផងឥឡូវនៅស្រុកខ្មែរទៅមករត់ម៉ារ៉ាតុងនៅប្រាសាទអង្គរវត្តមែនទេកំពុងទៅនៅស្រុកខ្មែរប៉ុន្តែសង្ស័យមានប្រពន្ធថៃមកទៅមែនទេពួកប្រាំងពួកខ្លះពួកនោះវាចង់ស៊ីទាំងពីរនេះវាចង់ថាថៃក៏បានអីក៏បានឃើញមករត់ម៉ារ៉ាតុងនៅនេះនៅប្រាសាទអង្គរវត្តសូនត្រានិយាយមើលឥឡូវសួរតែឯងនិយាយច្បាស់តើថៃឈ្លានពានខ្មែរឬខ្មែរឈ្លានពានថៃនិយាយមួយមកកុំបប្លា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 អត្តបទនឹងឲ្យឃើញខ្មែរយើងចុច like ឃើញអ្នកខមមិនតតាំងហើយទៅសេចូលចិត្តទៅសេវែងណារົບចិត្តអត់សេវែងហ្នឹងអត់ឥឡូវខ្ញុំសួរមើលខ្ញុំសួរទៅខ្ញុំមិនចង់និយាយឈ្មោះខ្ញុំសួរទៅជនបរទេសម្នាក់ខ្ញុំសួរថាឯងថាថៃឈ្លានពានខ្មែរឬខ្មែរឈ្លានពានថៃញ៉ៃច្បាស់ចេះវាមានប៉ុណ្ណឹងតោះតែឯងខំទៅសេវែងមិនក៏ដោយនេះទំនួលនឹងវាដោះស្រាយយ៉ាងម៉េចបើសិនជាថៃឈ្លានពានខ្មែរវាខុសច្បាប់អន្តរជាតិហើយអន្តរជាតិត្រូវតែកោតទោសថៃខ្ញុំត្រូវនិយាយច្បាស់ចឹងមែនទេបើឯងមិនឯកភាពបិទមាត់មែនកុំធ្វើអារឿងកុំធ្វើឲ្យអារឿងដែលច្បាស់លាស់ឲ្យទៅជារឿងសពិចសពិលបើថៃឈ្លានពានបើថាខ្មែរឈ្លានពានថៃថាខ្មែរឈ្លានពានថៃចឹងមកអានឹងឲ្យវាច្បាស់ចេះប៉ុន្តែខ្ញុំចង់និយាយថាពិភពលោកណាគួរតែនិយាយពាក្យពិតបើកមាត់មកសាររបស់សូនតារាទៅកាន់ពិភពលោកអីនេះខ្ញុំចង់ឲ្យពិភពលោកបើកពាក្យនេះបើកមាត់មកគួរតែហ៊ាននិយាយពាក្យក្នុងចិត្តខ្ញុំដឹងច្បាស់ហើយថាពិភពលោកណែដឹងថាថៃឈ្លានពានកម្ពុជាប៉ុន្តែមិនក៏ឯងមិនហ៊ាននិយាយដូចកាលពីណែវគ្គដំបូងកាហ្សាវាយលុកចូលអ៊ីស្រាអែលមិនក៏ឯងហ៊ាននិយាយដូចជាភេរវក2នាក់បាញ់ណាពលរដ្ឋអូស្ត្រាលីនៅឆ្នេរសមុទ្រមួយស្លាប់ជាង15នាក់មិនក៏ពិភពលោកហ៊ាននិយាយមិនក៏មិនដើរតួធ្វើអាត្រឹមត្រូវហេតុអីបានជាថៃឈ្លានពានទឹកដីខ្មែរមានជនបរទេសមួយចំនួនដែលកំពុងតែរត់រើទឹកដីខ្មែរមែនទេឃើញច្បាស់ថាខ្មែរតូចខ្មែរជនជាតិស្លុកត្រង់អត់មានអាវុធអត់មានអីទេណៃដើរតួធ្វើអាត្រឹមត្រូវគេធ្វើមានច្បាប់អន្តរជាតិធ្វើអីណាសូនរានិយាយមកខ្លីប៉ុណ្ណឹងទេខ្ញុំដាក់ទាំងអស់មែនទេដើម្បីអីខ្ញុំដើម្បីការពារផលប្រយោជន៍ទេពូតិរកិនណាអញ្ចឹងចំណុច3ដែលខ្ញុំនិយាយនេះប៉ុន្តែចំណុច1ច្បាស់ចំណុច2ក៏ច្បាស់ដែរអាទី3ផ្សេងគឺខ្ញុំនិយាយទៅទី1 F16 យើងសួរទៅប្រទេសនៅលើពិភពលោកតើកម្ពុជាមានឆ្លងដែនចូលដីថៃទេសួរថាកម្ពុជាបាញ់គ្រាប់នឹងទៅធ្លាក់ទៅលើជនស៊ីវិលអានឹងបាញ់ពីស្រុកខ្មែរនៅបាញ់ពីព្រំដែនទៅអញ្ចឹងហើយបានជាពេលមានសង្គ្រាមគេជលៀសប្រជាជនចេញពីតំបន់ចំនួនពីព្រោះគ្រាប់វាធ្លាក់ត្រូវតំបន់ចំនួនប៉ុន្តែសួរថាតើកម្ពុជាមានចូលរត់ក្រោះខ្មែរមែនទេយន្តហោះខ្មែរមិត្តបានមានចូលទៅដល់ដីថៃមួយចំអាមទេទី1យើងសួរទៅប្រទេសអង្គការសហជីវជាតិកម្ពុជាមានដំណើរការនៅអង្គការសហជីវជាតិណាយើងសួរទៅនិយាយទៅកាន់ដូណាល់ត្រាំលោកប្រធានាធិបតីដូណាល់ត្រាំយើងសួរទៅកាន់ប្រទេសចិនឥឡូវនេះខ្ញុំសូមតារាសូមអរគុណឥណ្ឌានៅណាដែលជួយខ្មែរខ្ញុំអរគុណទាំងអស់ណាខ្ញុំអរគុណចិនដែរណាកាលពីម្សិលមិញខ្ញុំបានស្វែងយល់ប្រទេសអត់លិនដែលដោយសារតែជាប់រវល់បើអត់បាននៅផ្ទះក្រសួងការបរទេសចិនបានចូលរួមណាជាសេចក្តីថ្លែងការណ៍ខ្ញុំអរគុណបារាំងដែរដែលមិនទាន់ឃើញផ្លូវការប៉ុន្តែឃើញបងប្អូនយើងមួយចំនួនបង្ខំលោកប្រធានាធិបតីម៉ាក្រុងខ្ញុំអរគុណលោកប្រធានាធិបតីម៉ាក្រុងដែលបានសម្ដែងការព្រួយបារម្ភចំពោះចំនួនខ្ញុំអរគុណនៃរដ្ឋមន្ត្រីការបរទេសចិនតំណាងរដ្ឋាភិបាលចិនដែលបានសម្ដែងចង់ឲ្យមានណាឆន្ទៈពិតប្រាកដឈប់បាញ់បញ្ចប់សង្គ្រាមខ្ញុំអរគុណនៃឥណ្ឌាថ្មីនេះបន្ទាប់ពីខ្ញុំអរគុណលោកប្រធានាធិបតីដូណាល់ត្រាំឥណ្ឌាបានសម្ដែងការព្រួយបារម្ភនឹងឲ្យភាគីទាំងពីរឈប់បាញ់អញ្ចឹងខ្ញុំចង់ឲ្យអ្នកការទូតកម្ពុជានិយាយទៅកាន់ភស្តុតាងទី1 F16 វាមកទម្លាក់ចិត្តប្រាសាទអង្គរវត្តចម្ងាយ70-80គីឡូម៉ែត្រយោងតាមទូតអាមេរិកវាមកទម្លាក់ស្ពានចូលមកស្ពាននៅខេត្តពោធិ៍សាត់មែនទេតើការហោះយន្តហោះឆ្លងចូលប្រទេសមួយមកវាយប្រហារជាការការពារឬក៏ជាការឈ្លានពានតើស្ពាននឹងជាមូលដ្ឋានទ័ពណាស្ពាននឹងជាមូលដ្ឋានទ័ពមែនទេទោះជាមូលដ្ឋានទ័ពដោយសង្គ្រាមគឺគេមានទ័ពរបស់គេមានអាវុធរបស់គេមែនទេលូនសីហាជារឿងធម្មតាណាចូលមកដល់ខេត្តសៀមរាបចូលមកដល់ខេត្តពោធិ៍សាត់ចូលមកដល់ពេញប្រទេសអាយន្តហោះណាអាមេរិក F16
គ្រាន់តែយន្តហោះ F16 នេះខ្ញុំឃើញត្រឡប់ទៅវិញចេះទៅជាមួយជនបរទេសម្នាក់ដែលកំពុងទៅនៅស្រុកខ្មែរឃើញទៅសេអត្តបទបែបអាធម្មត្រូវបែបកំណាត់កាត់ខ្លួនត្រូវមកសូនតាទេអានេះនេះថៃថាវរិនឃើញថាអូខ្មែរបានចោទថៃថាបានហោះយន្តហោះចូលចោទទៅមិនខ្វាក់ភ្នែកទេមិនឃើញយន្តហោះធ្លាក់មិនឃើញគ្រាប់បែកធ្លាក់នៅស្រុកស្រីស្នំឥឡូវខ្ញុំសួរជនបរទេសនេះដែលកំពុងរស់នៅស្រុកខ្មែរដែលសរសេរអត្តបទធ្វើអាត្រឹមត្រូវឥឡូវខ្ញុំសួរអ្នកឯងថាតើអ្នកឯងខ្វាក់ភ្នែកទេមានឃើញគ្រាប់បែកធ្លាក់នៅចិត្តស្រីស្នំស្រីស្នំទឹកដីថៃអានឹងរឿងដែលមិនហ៊ាននិយាយថាថៃឈ្លានពានកម្ពុជាមិនបានជាអ្នកឯងមិនហ៊ាននិយាយថាថៃឈ្លានពានទឹកដីកម្ពុជាណាចំណុចទី1ខ្ញុំចង់ឲ្យអ្នកការទូតកម្ពុជានិយាយតែពាក្យយន្តហោះ16ហ្នឹងទៅកាន់អង្គការសហប្រជាជាតិទៅនិយាយទៅកាន់ប្រទេសចិនដែលជាមិត្តនិយាយទៅកាន់ឥណ្ឌាដែលជាមិត្តឥណ្ឌានិយាយទៅកាន់លោកប្រធានាធិបតីដូណាល់ត្រាំទៅសួរណាទៅសួរវិញថាតើលោកប្រធានាធិបតីយន្តហោះចម្បាំងរបស់ថៃចូលមកដីខ្មែរកុំថាឡើយដល់70-80 គីឡូយោងតាមទូតអាមេរិកនឹងជាក់ស្ដែងនៅស្រុកស្រីស្នំសូម្បីតែចូល1ម៉ែត្រណាក៏វារំលោភឈ្លានពានទឹកដីខ្មែរតើនេះរឿងដែលហៅថាថៃការពារខ្លួនណាបើសិនជាសង្គ្រាមនោះវានៅត្រឹមព្រំដែនខ្សែបន្ទាត់ព្រំដែនទម្លាក់អាហ្នឹងគេហៅថាអាចថាថៃមានលក្ខការពារខ្លួនប៉ុន្តែអ្នកឯងហោះចូលមកទម្លាក់ក៏បែកបណ្ដឹងសម្រាប់ជនស៊ីវិលសម្រាប់ជនស៊ីវិលអញ្ចឹងកិច្ចប្រជុំនៅក្នុងថ្ងៃទី22នេះខ្ញុំក៏ចង់ឃើញហ៊ុនម៉ាណែតណាឬក៏ប្រាក់សិខុនតែហ៊ុនម៉ាណែតមិនទៅប្រាក់សិខុនចោទសួរទៅនាយករដ្ឋទៅនៅអាស៊ានជួយអន្តរាគមន៍បើអាស៊ានមិនជួយអន្តរាគមន៍ទេរំលាយបើខ្ញុំប្រាក់សិខុនខ្ញុំត្រូវហ៊ានថារំលាយទៅប្រទេសជាសមាជិកទៅនិយាយគ្នាបលារឿងប្រយោជន៍ស្អីរឿងប្រយោជន៍ស្អីទៀតហើយលើយើងសួរទៅរដ្ឋមន្ត្រីការបរទេសថៃនិងរដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់ទាំង10ប្រទេសខ្ញុំសួរថាតើអាយន្តហោះ16វាចូលមកអតីតអធិបតេយ្យភាពប្រទេសកម្ពុជា6ណាមិន6 60 70 80 គីឡូម៉ែត្រទេមកទម្លាក់គ្រាប់បែកលើជនស៊ីវិលមិនមែនជាគោលដៅយោធានេះតើអ្នកឆ្លើយដូចម្ដេចចំណុចទី1ខ្ញុំនិយាយថាពិភពលោកគួរតែហ៊ានបើកមាត់ថាថៃឈ្លានពានកម្ពុជាណាទី1គឺយន្តហោះ F10 ទី2គឺនយោបាយការទូតរបស់អនុទិននយោបាយការទូតរបស់អនុទិនជាចម្លើយនៃការឈ្លានពានទី1បដិសេធនឹងការសម្របសម្រួលរបស់អាមេរិកអ្នកដែលបដិសេធជាមួយនឹងការសម្របសម្រួលរបស់អាមេរិកដែលទាមទារឲ្យជប់បាញ់អនុទិននិងសារព័ត៌មានថៃទាំងរដ្ឋមន្ត្រីក្រសួងការបរទេសថៃទាំងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃបាននិយាយច្បាស់ហើយថាថៃអត់មានបទជប់បាញ់ទេអត់មានចរចាអីទេអាហ្នឹងណាអត់មានបទជប់បាញ់មានន័យថាម៉េចគ្មានបទជប់បាញ់អីទេគ្មានបទសន្តិភាពទេមានន័យថាថៃបាញ់អត់គ្រប់នឹងដូណាល់ត្រាំទេអត់គ្រប់ដូណាល់ត្រាំទេអញ្ចឹងមានន័យថាជាការឈ្លានពានជាផែនការនៃការឈ្លានពានណាទី2ថៃអត់បានគោរពទៅតាមការស្នើសុំរបស់ចិនដោយដែលបាទណាស្ដេចថៃទៅស្រុកចិនទេទី3សហអង្គការសហប្រជាជាតិថៃអត់បានគោរពទៅនឹងច្បាប់របស់អង្គការសហប្រជាជាតិលីតានចេទូថៃអត់បានគោរពទៅនឹងអាស៊ានរបស់អានវ៉ាអ៊ីប្រាហ៊ីមទេចំណុចទី2នេះណាបងប្អូនចំណុចទី2ណាគ្រាន់តែនយោបាយការទូតរបស់ថៃដែលបច្ច្រាស់ដែលប្រឆាំងទៅនឹងប្រធានាធិបតីដូណាល់ត្រាំដែលប្រឆាំងទៅនឹងអាស៊ានដែលប្រឆាំងទៅនឹងមែនទេចិនដែលប្រឆាំងទៅនឹងពិភពលោកទាំងមូលឥណ្ឌាដែលប្រឆាំងទៅនឹងអង្គការសហប្រជាជាតិហើយបន្តទម្លាក់គ្រាប់បែកចូលទៅក្នុងទឹកដីកម្ពុជាស្រីពៅច័ន្ទគឺវាច្បាស់ណាស់ទៅហើយថាថៃឈ្លានពានកម្ពុជាហើយអីបានជាពិភពលោកមិនហ៊ាននិយាយកាត់តែអាចមានស្អីអានេះខ្ញុំមិននិយាយទេខ្ញុំទុកសិនប៉ុន្តែឥឡូវនេះខ្ញុំចង់ជំរុញពានចឹងហើយពិភពលោកត្រូវហ៊ាននិយាយថាថៃឈ្លានពានទឹកដីកម្ពុជាអាពីរចំណុចសំខាន់ទី1យន្តហោះ F16 ទី2គឺនយោបាយការទូតរបស់អនុទិនគឺទួតចោលរាល់សំណើបោះជុំបាញ់ទាំងអស់មានឃើញគេសរសេរថាអនុទិនណែបើចង់ឲ្យខ្មែរមាន3លក្ខខណ្ឌបងប្អូនកុំទៅជឿសម្ដីថៃថៃវានិយាយទៅចាំជាក់ស្ដែងចាំជឿវានិយាយអីនិយាយទៅតិចច្រឡំធ្វើអញ្ចឹងបធូរដៃណាវាចូលមកអាកកណាបងប្អូនខ្ញុំគាត់ទៅប្រាប់ទេណាបងប្អូនថៃជាកាលវាលេងដាក់យើងទុកថាបានហើយខ្ញុំលើកដៃខ្ញុំចាញ់ណាចាញ់ខ្មែរយើងជាមិត្តទេយើងជាបងប្អូនទេដូច្នេះឥឡូវធ្វើម៉េចតោះដើម្បីកម្មវិធីមួយយើងអបអរសាទរយើងជប់លៀងឥឡូវចេះទៅបងប្អូនខ្មែរយើងមិនបាច់ចេញទេណាទុកយើងស្រឡាញ់សាមគ្គីគ្នាទុកឲ្យភាគីថៃចេញថៃនឹងកាប់គោ2កបី3ហើយនឹងឆ្លុះ4ណាតោះឥឡូវនឹងភាគីខ្មែរមិនបាច់មានអីទៅស៊ីទៅរបស់ថៃទៅបានងាប់អស់លីងខ្ញុំប្រាប់បើថៃហៅជប់លៀងកុំស៊ីសោះខ្ញុំគាត់ប្រាប់ទេបើខ្ញុំសូនតារាអញអត់ដឹងទេអញនៅតែដេកអញចូលបាញ់បាញ់
người ta lướt sạch lướt phơi mòn cái vi đó lướt phơi mòn rồi ra đấyច្បាស់អាហ្នឹងគឺខ្ញុំអត់ជឿដែរមែនទេខ្ញុំគោរពគឺមានន័យថាអត់ជឿដែរដូចម៉ាស៊ីនណាបងណាម៉ាស៊ីនវិលយើងគោរពយើងកំលូកដៃលូកដៃដល់ដាច់បើយើងក៏ចង់ឲ្យបានយើងកំលូកដៃម៉ាស៊ីនក៏អត់មកវាយយើងទេខ្មែរដើរតួទៅជាម៉ាស៊ីនវិលខ្មែរមានតែវាយថៃទេប៉ុន្តែត្រូវថាបើវាលូកដៃវាត្រូវតែចេះអញ្ចឹងបងប្អូនចំណុចនេះណាខ្ញុំគ្រាន់ថាខ្ញុំឃើញគេដាក់ថាអូថៃផ្ញើលក្ខខណ្ឌ3មកឲ្យខ្មែរខ្ញុំថាកុំទៅជឿសម្ដីវាថ្ងៃនេះវានិយាយអញ្ចឹងស្អែកវានិយាយចុះទេអ្វីដែលយើងត្រូវជឿជាក់គឺប្រយ័ត្នបើថៃនិយាយកុំជឿមែនទេសូម្បីតែកដាស់ដែលដូណាល់ត្រាំសញ្ញេមែនទេចាក់ដៃគ្នាមានដូណាល់ត្រាំមហាអំណាចទី1បំផុតលើពិភពលោកវាយកមកកេតអាចជាបងណាបងប្អូនពិចារណាមើលកដាស់ដូណាល់ត្រាំវាយកមកកេតអាចចូលទម្រាំធ្វើទៅនិយាយចេះនិយាយចុះខ្លះគេថាអីឯងក៏សម្បើបែបឯងបាញ់មុនមែនទេអត់ដូចគេហៅថាអនុទិនថាដូណាល់ត្រាំគួរតែប្រាប់កម្ពុជាអាហ្នឹងឯងហៅបដិសេធណាគេហៅបដិសេធណាមែនទេឈប់មានឈប់យ៉ាងសំខាន់តែឈប់បាញ់អត់ទៀតតតែចាប់ដើមពីកម្ពុជាឈប់មុនបដាល់កំពុងដាល់គ្នាទម្លាក់ដៃចុះមិនស្លាប់ឈួតតែបើឈប់រាប់មួយកណ្ដឹងជួងមើងទៅឈប់ទាំងគ្នាបើនិយាយពីបដាល់ណាបាល់ទាត់នេះគ្នាណាបាល់ទាត់បើទៅឈប់កញ្ចៃជ្រុលទៅធ្វើឈប់ទាំងសំខាន់មានណាបាល់ទាត់ប្រកួតណែមកប្រកួតហ្នឹងដើម្បីខ្មែរយើងចង់មិនចង់ប្រកួតជាមួយថៃទេក្រុមកីឡាបាល់ទាត់ត្រូវអង្គុយទាំងអស់ឲ្យថៃសុទ្ធចុះទីឈួតទេអាហ្នឹងណាពាក្យហ្នឹងគឺពាក្យបញ្ឈឺបងប្អូនពាក្យហ្នឹងយើងកុំនិយាយចិត្តទុកដាក់កាលណាវានិយាយអញ្ចឹងគឺវាធ្កើនទៅទេដើម្បីកុំឲ្យអន្តរជាតិហ្នឹងថាអូថៃហ្នឹងណែមិនចង់ឈប់មិនចង់អីតែនិយាយអញ្ចឹងបាល់ទាត់បើទៅឈប់ហ្នឹងអានោះសុទ្ធចូលទីងាប់ហើយមែនទេបើនិយាយបដាល់ហ្នឹងទៅលាក់ដៃមកមិនដាល់បាក់មុខហើយចឹងបាទខ្ញុំថាជួនកាលថៃធ្វើទៅមែនទេបើវាធ្វើចិត្តល្អដាក់យើងប្រយ័ត្នបំផុតបើវាធ្វើចិត្តអាក្រក់អរគុណវិញបងប្អូនខ្ញុំឥឡូវជិះទ្រឹស្ដីនៃរូបមន្តរបស់សូនតាចិនដាតខឹមកុំជឿថៃកលល្បិចឥតដែនកំណត់បងប្អូនណាអានេះមួយឥឡូវបានចំណេះមួយទៀតហើយបើថៃធ្វើអាក្រក់ដាក់យើងចូលអរគុណថៃបើថៃធ្វើល្អចូលប្រុងប្រយ័ត្នអានេះសារសូនតាទៅកាន់បងប្អូនយើងទូទៅតែប៉ុណ្្នឹងទេណាបើថៃធ្វើល្អមានន័យយើងដឹងខ្លួនយើងរស់បានយូរណាបងណាបើថៃធ្វើអាក្រក់ដាក់យើងរស់បានប៉ុន្តែបើថៃធ្វើល្អឧទាហរណ៍ខ្ញុំលើកឧទាហរណ៍មិញទៅឥឡូវចប់ឲ្យបងប្អូនតោះយើងសែនយើងជប់លៀងណាយើងមកខ្មែរយើងបាច់អីទេមកនៅតាមព្រំដែនហ្នឹងថៃអ្នកចេញលុយទាំងអស់អ្នកចេញស្រាបៀរអ្នកចេញគោ5កាប់ឆ្លុះ3កាប់តម្រៃ4តោះនាំវាផាត់ស៊ីទៅងាប់ទាំងអស់ខ្ញុំគាត់តែប្រាប់ងាប់ទាំងអស់គ្មានសល់ទេថៃណាអត់មានមនោចេតនាជាមួយយើងឡើយបើថៃធ្វើអាក្រក់អរគុណបើថៃធ្វើល្អត្រូវប្រយ័ត្នកម្រិតកំពូលបំផុតប្រិយមិត្ត share ប្រនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់ចំណុចទី1យន្តហោះ FC ចំណុចទី2នយោបាយការទូតរបស់អនុទិនគឺបច្ច្រាស់ទៅលើពិភពលោកហេតុអីបានជាពិភពលោកមិនហ៊ាននិយាយថាថៃឆ្លៀតពៀនកម្ពុជាសុខាគមចំណុចទី3កាយរណបវិជាសាអាមេរិកsẽមានកាយរណបទៅដូចខ្ញុំថាអញ្ចឹងហើយបានខ្ញុំហ៊ាននិយាយថាចិនអាមេរិកអង្គការសហជីវជាតិសិទ្ធិដឹងថាថៃឆ្លៀតពៀនកម្ពុជាខ្ញុំសំអាងលើកាយរណបសម្រាប់ហ៊ុនម៉ាណែតក៏គាត់លើករឿងកាយរណបដែរអីចឹងទៅដោយសារតែខ្ញុំសំអាងលើហ្នឹងពួកហ្នឹងគេដឹងច្បាស់ថាថៃឆ្លៀតពៀនតែគេចង់និយាយបើសិនជាថៃនឹងជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីថៃនឹងជាសម្ព័ន្ធមិត្តរបស់កូរ៉េខាងជើងកឹមចុងអ៊ុនណាកាយរណបចេញមកលើហ្នឹងប៉ុន្តែវាមិនមែនសម្ព័ន្ធមិត្តពួកហ្នឹងវាទិញអាវុធពួកអឺរ៉ុបនិងទិញអាវុធពួកអាមេរិកដែរបើទៅពេលចឹងវាលាក់ងន់អត់ទៅចេញកាយរណបហ្នឹងមកថៃឆ្លៀតពៀនកម្ពុជារហូតមកទល់ឥឡូវណានៅតាមសមរភូមិដែលខ្ញុំកំពុងនិយាយកំពុងតែក្តៅកកអត់មែនស្រួលនៅក្នុងសមរភូមិនៅតាមជើងដៃទាំងអស់គ្រប់សមរភូមិមកស្ងាត់ឬក៏ក្តៅអាស្រ័យលើថៃទេកងទ័ពខ្មែរយើងអង្គុយសងំទេនេះថៃបើថាស្ងាត់ទៅថៃស្ងាត់ក៏ស្ងាត់ទៅថៃផ្លោងមកចឹងក៏ផ្លោងទៅវិញទៅណាហើយបើថៃឈប់ផ្លោងឥឡូវយើងសាកមើលសាកថៃឥឡូវនេះថៃឈប់ផ្លោងឈប់បាញ់ឈប់ទម្លាក់ drone ឈប់ទម្លាក់អាយន្តហោះ F នៅសុភាពយន្តឈប់អាចប្រើយន្តហោះ F16 នឹងមកណាចាប់ពីយប់ហ្នឹងថៃទម្លាក់ថៃឈប់មួយខែអត់មានលឺសូរអាវុធទៅតាមព្រំដែនមួយខែខ្មែរមិនដែលមានទៅបាញ់ថៃមុនទេអានេះខ្ញុំសម្អាងលេងដែលចាប់កាយរណបតាមទៅកាយរណបចាប់បនព្រំដែនហ្នឹងចាប់ពីពេលឥឡូវស្ងាត់ចាំមើលអាណាផ្ទុះមុនលោតបច្ចុប្បន្ននេះណាថៃវាមានមហិច្ឆតាកាន់កាប់តំបន់ប្រាសាទនិងទឹកដីមួយចំនួនទៅតាមផែនទីវិគុដើម្បីអីដើម្បីវាកាត់ហើយវាកាត់យកវាបង្ខំចរចាកាត់ដីធ្វើតាមរុស្ស៊ីនេះវាយយកដីចរចាកាត់ដីបង្ខំហើយបើយកបានតាណាបើយើងមិនប្រើកម្លាំងទៅបដិញវិញទេកុំសង្ឃឹមឲ្យសោះដូចគាត់ថា show ទៅនិយាយថារងចាំវាឲ្យនេះចាំមកខ្ញុំនិយាយថាសង្គ្រាមវាជាគ្រោះ80% ប៉ុន្តែវាជាឱកាស 20% សម្រាប់ឲ្យយើងនេះយកកន្លែងនេះបាត់បង់មកវិញដែរហើយយើងកាន់កាប់ណា
ទៅតាមផែនទីរបស់យើងអញ្ចឹងចំណុចទី3ចំណុចទី1ខ្ញុំសរុបមកវិញនៅក្នុងប្រធានបទនេះថាពិភពលោកគួរតែហ៊ាននិយាយការពិតហើយថាថៃឈ្លានពានកម្ពុជាពូស្នាទី1គឺតម្លាក់ក្របបែកនៅខេត្តសៀមរាបនៅខេត្តពោធិ៍សាត់ហ្នឹង F6 នេះអ្នកឯងខ្វាក់ភ្នែកមើលមិនឃើញក្របបែកធ្លាក់ចូលទៅដីកម្ពុជាយោងអាមេរិកក៏និយាយដែរ80គីឡូម៉ែត្រទី2សម្ដីរបស់អានុទិនជាផុសតាំងជាក់ស្ដែងអំពីការបង្កសង្គ្រាមឈ្លានពានយកតែសម្ដីរបស់អានុទិនហើយនឹងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃស្រង់អានឹងយកមកនិយាយជាមួយអង្គការសហប្រជាជាតិជាមួយអាមេរិកជាមួយចិនយកតែអស់គេដឹងគាត់ថាពួកនឹងវាមិនទាន់ហ៊ាននិយាយតែប៉ុណ្ណឹងដើម្បីផលប្រយោជន៍មួយដែរទី3ផ្កាយរណាមើលមិនឃើញមិនថៃវាយមុនសូម្បីតែឥឡូវនេះណាសមរភូមិក្តៅឬក៏ស្ងាត់អាស្រ័យទៅលើថៃខ្លោងទេបើថាថៃអត់វាយទេមកយកនឹងក៏អត់ទល់តែភ្លឺនឹងខ្មែរក៏អត់មានហេតុផលអីទៅវាយថៃមុនទេអានឹងហើយបានតែខ្ញុំណាចង់ឲ្យបងប្អូនយើងមួយចំនួនហ្នឹងអង្រួនទៅពិភពលោកហើយចង់ឲ្យខ្ញុំចង់បញ្យល់ទោះយ៉ាងណាក៏ដោយដឹងក្នុងចិត្តដូណាល់ត្រាំគាត់មិនទាន់ហ៊ាននិយាយទៅចង់បញ្យល់លោកប្រធានាធិបតីដូណាល់ត្រាំឲ្យមើលហេតុផល3ហ្នឹងតែ3ហ្នឹង F16 សម្ដីរបស់អនុទិនហើយនឹងប្រើតែណោះមកនេះវាបញ្ជាក់យ៉ាងច្បាស់ថាថៃឈ្លានពានកម្ពុជាទាល់តែពិភពលោកហ៊ានថាទើបពិភពលោកចាត់ប្រធានការហើយប្រទេសមួយណាដែលដើរផ្ទុយពីចរន្តពិភពលោក programming គឺប្រទេសហ្នឹងគឺរលាយប្រទេសថៃបើដើរពិភពលោកកៅទោសហើយណាខ្ញុំគិតថានឹងមានយុទ្ធនាការខ្មែរជុំវិញពិភពលោកមួយទៀតបន្ទាប់ពីហ្នឹងគឺក្រៅតែពីបាតកម្មណាគឺធ្វើយុទ្ធនាការបញ្យល់ឲ្យពួកទេសចរទាំងអស់កុំចូលរួមសម្រាប់ជនជាតិខ្មែរមានន័យថាគេទៅលេងស្រុកថៃចាយលុយ1រៀលនៅស្រុកថៃចាយលុយ$1នៅស្រុកថៃស្មើនឹងឲ្យថៃទិញគ្រាប់សម្រាប់ជនស្រុកត្រង់ខ្មែរនេះមកទម្លាក់ពេញស្រុកខ្មែរហើយខ្ញុំជឿថាជនបរទេសនៅពេលណាដែលថៃលែងស្ដាប់អន្តរជាតិខ្ញុំជឿថាពេលនោះនឹងអាចមានចលនានៃពហិការទេសចរស្រុកថៃជារឿងមួយដែលខ្មែរយើងនឹងធ្វើជាបន្តតែពីព្រោះយើងអត់មានអីទេយើងខ្សោយបងប្អូនយើងអត់មានអីក្រៅតែពីគេហៅថាយន្តការអន្តរជាតិច្បាប់អន្តរជាតិនិងសកលលោកយើងតោងទីមជាមួយសកលលោកទេបើមិនអញ្ចឹងទេគឺអាធំវាច្បាស់ជាស៊ីអាតូចហើយប្រិយមិត្ត share ប្រនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជនបដិការផ្លាស់ប្ដូរផ្នត់គំនិតអនិយមចិត្តចំណុចទី3ចុងក្រោយកិញខ្ញុំឃើញគេចាប់បានកិញខ្ញុំក៏មិនដឹងថាធ្វើម៉េចបានដឹងថានឹងជាកិញដែរជាទូទៅកិញมันអាចជាពលរដ្ឋសាមញ្ញខ្ញុំនិយាយទៅតាមក្បួនស៊ុនស៊ូតាមខ្ញុំចាំមិនមែន 100% កិញជាទូទៅគេបែងចែកចេញជា4គេហៅឈ្មោះខុសៗគ្នាអានេះជាចំណេះដឹងទូទៅមួយបាទនេះកិញមានលក្ខណៈពិសេសមួយទៀតយើងមើលមិនយល់អានេះខ្ញុំមិននិយាយខ្ញុំនិយាយតែចំណុចតែខ្ញុំមើលយល់ទី1គឺគេប្រើណារនុកក្នុងអ្វីទៅដែលហៅថាកិញរនុកក្នុងកិញរនុកក្នុងគឺប្រើសមាជិកនៅក្នុងអង្គការចាត់តាំងហ្នឹងទិញសមាជិកនៅក្នុងអង្គការចាត់តាំងហ្នឹងស្រីឡៃសិនត្រៃដើម្បីឲ្យរាយការណ៍ទៅកាន់ខ្លួនទី2គេហៅថាចារកម្មក្នុងចារកម្មក្នុងចារកម្មគឺដឹងថាអ្នកនឹងជាចារកម្មរបស់ខ្មាំងប៉ុន្តែស្រីពៅក៏ប្រើចារកម្មនឹងវិញដើម្បីទៅយកចារកម្មមួយទៀតអានេះហៅចារកម្មក្នុងចារកម្មខ្មែរយើងប្រើពាក្យកិញណានេះដូចតែដឹងថាអ្នកនឹងកិញរបស់ហ៊ុនសែនណាមិននៅជាមួយយើងឧទាហរណ៍ចេះអញ្ចឹងយើងអត់យើងធ្វើដល់អត់លឺទេយើងធ្វើមិនដឹងយើងធ្វើមិនលឺគឺយើងប្រើកិញនឹងវិញមែនទេការកិញនៅក្នុងកិញហ្នឹងដើម្បីទៅយកការឬក៏ដើម្បីផ្ដល់ព័ត៌មានខុសចំណុចទី3កិញនៅក្នុងកិញមួយទៀតអាកិញនៅក្នុងកិញមួយទៀតយើងដឹងថានេះជាចារកម្មរបស់ហ៊ុនសែនយើងធ្វើមិនដឹងយើងធ្វើមិនលឺប៉ុន្តែយើងបញ្ជូនព័ត៌មានខុសបងប្អូននៅក្នុងរឿងសាមកុកខ្ញុំនិយាយមួយនៅក្នុងរឿងសាមកុកអានឹងហៅកិញក្នុងកិញអាចារកម្មក្នុងចារកម្មនៅឆាវបញ្ជូនកាលនោះសង្គ្រាមជាមួយសុនឈៀនដែលមានខុងដឹកនាំនៅខុងមិនចូលរួមសហការជាមួយនឹងសុនឈៀនវាយឆាវដែលតបចិត្ត1លានអ្នកនោះមានតបតែប្រហែល 50,000 អ្នកជាងសង្គ្រាមនៅភ្លើងជើងទឹកហ្នឹងបងណាឆាវក៏បញ្ជូនចារកម្មធ្វើជាគេហៅថានៃយុទ្ធសាស្ត្រឈឺសាច់ធ្វើជាវាយបណ្ដេញមេតបចឹងទៅមេតបនឹងឈឺចាប់ក៏រត់ទៅចុះចូលជាមួយនឹងណាសុនឈៀនជាមួយនឹងខុងមិនពេលនោះក៏ទៅរាយការណ៍ប្រាប់សុនឈៀនខុងមិនទាំងអស់ដល់តែពេលខុងមិនក៏ដឹងដល់ខុងមិនក៏ដឹងគាត់រៀបផែនការខ្លែងខ្លាយគាត់រៀបផែនការខ្លែងខ្លាយគាត់រៀបទៅអានោះវាស្ដាប់ต้องយកចិត្តទុកដាក់ដឹងថានឹងទិញស្ដាប់យកចិត្តទុកដាក់មែនទេហើយ
ក្រោយពីបានផែនការរបស់ខុងវិញវៃលោកហើយក៏យកអាហ្នឹងមកប្រាប់ឆាវគាត់តែយកមកប្រាប់ឆាវគាត់តែឆាវលើកតទៅរលាយខ្ទេចដល់តែពេលរលាយខ្ទេចទៅក៏សម្លាប់មែនទេក៏សម្លាប់អាកិញអាហ្នឹងចោលទៅគេថាអាមួយនឹងក្បត់ដល់សម្លាប់ហើយមិនដឹងខ្លួនថាវាអត់មាននេះក្បត់ទេតាមពិតចាញ់បោកគេទេអាហ្នឹងគឺចំណុចទី1ណាចំណុចទី2គេហៅថាចារកម្មកិញនៅក្នុងកិញដែរគឺគេអត់ធ្វើអញ្ចឹងទេគេដឹងថាអាហ្នឹងគេថាកិញហ៊ុនសែនណាអញ្ចឹងគេទិញអាហ្នឹងវិញគេទិញអាហ្នឹងវិញតែហ៊ុនសែនឲ្យប្រមាណឲ្យ100000គេឲ្យ1លានគេទិញវិញមែនទេគេទិញវិញដើម្បីអីដើម្បីឲ្យអ្នកហ្នឹងទៅយកការពីខាងនោះវិញដោយសារពីព្រោះកិញរបស់គេទុកចិត្តអាហ្នឹងណាអញ្ចឹងទៅយកការមកវិញមកអាណាទី3ណាហើយវាគេហៅថាកិញក្នុងកិញចំណុចទី2ចំណុចទី3ចំណុចទី4គឺចារកម្មគេប្រើអ្នកស្រុកអ្នកភូមិជាអ្នកផ្ដល់ព័ត៌មានអ្នកជំវិញយើងអានឹងគេអត់ដឹងតាណាជាសិស្សប៉ុលពតវាចូលចិត្តប្រើប៉ុលពតណាយើងឃើញថ្ងៃឡើងនៅភូមិមួយហ្នឹងស្លៀកកម្មាខ្វៀលគោយប់ឡើងកាន់កាភ្លើងតាំងពីខ្ញុំអត់ជឿសូនតាអ្នកដែលធ្លាប់ធ្វើសង្គ្រាមដឹងអានឹងគេហៅថាចារកម្មចំណុចទី4ណាបាទអញ្ចឹងអាកន្លែងនេះណាបងប្អូនណាមួយកិញបើយើងនិយាយទៅបើអ្នកនោះមិនមែនជាសមាជិកទេកងទ័ពកិញគេមិនអាចយកមនុស្សពីក្រៅទៅបានទេមនុស្សពីក្រៅមិនអាចចូលទៅកន្លែងមូលដ្ឋានទ័ពបានទេគឺគេទិញមនុស្សនៅក្នុងកងទ័ពប៉ុន្តែយើងត្រូវសួរថាតើបច្ចុប្បន្នពិភពលោកគេប្រើចារកម្មតាមរយៈអ្វីលុយមនុស្សឲ្យលុយបងប្អូនណាកុំយើងកុំរំពឹងថាមានមនុស្សទាំងអស់គេទៅស្រឡាញ់ជាតិអត់ទេមនុស្សឲ្យនឹងលុយមនុស្សខ្លះគឺលុយឲ្យតែថាច្រើនទៅងាប់ចោលហ្នឹងមកក្បត់ជាតិដោយសារលុយច្រើនណាស់អញ្ចឹងហើយបានជាអានឹងគឺគេហៅថាជាសាធារណៈទូទៅទេប៉ុន្តែបើអាគ្រោះថ្នាក់នេះទិញក្នុងពេញគ្រោះថ្នាក់បងអានឹងគ្រោះថ្នាក់ណាមែនទេប៉ុន្តែតើមេដឹកនាំឆ្លាតមែនទេមេដឹកនាំឆ្លាតទើបអាចប្រើប្រាស់កិញក្នុងកិញបានមេដឹកនាំដែលល្ងងគឺមិនអាចប្រើប្រាស់កិញក្នុងកិញបានទេឬក៏មិនល្ងងទេសមត្ថភាពអន់គឺកំទេចកិញចោលមែនទេមេដឹកនាំខ្លាំងគេដែរកំទេចកិញគេដែរកំទេចកិញមែនទេគឺគេប្រើកិញនឹងឥឡូវខ្ញុំនិយាយអាកិញពីខាងក្នុងបើយើងដឹងណាបើយើងដឹងមូលដ្ឋានវាខ្លាំងបរាអាហ្នឹងបើចារកម្មសង្គ្រាមវាត្រូវកំទេចចោលហើយតែព្រោះអាហ្នឹងយើងមិនអាចអីទេបាទចារកម្មសង្គ្រាមណាប៉ុន្តែបើសិនជាអ្នកហ្នឹងបើហៅមេដឹកនាំខ្លាំងគេប្រើវិញគេហ៊ានប្រើវិញប្រើដើម្បីអីប្រើដើម្បីរាយការណ៍ខុសរាយការណ៍ថាដាក់ទៅទាញចូលផ្ទះណាចូលស្នែងកបីទៅគេដាក់តបតែហ្នឹងដឹងតែហ្នឹងរៀបវាយហៅទៅឲ្យរាយការណ៍ទៅចូលទៅហ្នឹងចូលមកដៅកប់សាក់សក់ក៏ដោយជ្រុំយកទុកតិចទៅស្អីម្ដងចប់ម្ដងហ្នឹងហើយអានេះគេលេងប្រើគេដែរអញ្ចឹងបងប្អូនណាមេដឹកនាំដែលមានសមត្ថភាពគេដែរកំទេចកិញចោលបើសម្រាប់សូនតាជាបើខ្ញុំជាមេដឹកនាំចលនានយោបាយបើខ្ញុំជាមេដឹកនាំចលនានយោបាយផ្នែកខ្ញុំមុតមែនទេសៀងលៀកនេះសៀងលៀកអីមានមិត្តភក្តិខ្ញុំម្នាក់គាត់សរសេរពីយុទ្ធសាស្ត្រស៊ឹមស៊ូណែនៅបរិញ្ញាបត្រទស្សនវិជ្ជាមិត្តភក្តិខ្ញុំម្នាក់ហ្នឹងគាត់សរសេរពីយុទ្ធសាស្ត្រស៊ឹមស៊ូមកហើយអ្វីដែលខ្ញុំនិយាយហ្នឹងគឺប្រហែលជាគាត់អាចចាំពីម្នាក់ខ្លះសរសេរឲ្យច្រើនឆ្នាំភ្លេចដែរណាគឺអាកិញក្នុងចារកម្មហ្នឹងណាបងប្អូនណាបើអ្នកដតីមិនដឹងទេបើសនតារាជាមេដឹកនាំចលនានយោបាយណាខ្ញុំមើលធ្លុះហើយខ្ញុំប្រើវិញបានយ៉ាងល្អដែលអត់មានប្រឡាក់ឈីមីបានពេកខ្ញុំអាចធ្វើបានខ្ញុំអត់ឲ្យកំទេចចោលដើម្បីឲ្យផ្អើលទេខ្ញុំអត់ឲ្យកំទេចចោលឲ្យផ្អើលទេខ្ញុំដឹងថាអ្នកណាជាមនុស្សរបស់ហ៊ុនសែនខ្ញុំនឹងប្រើអ្នកហ្នឹងវិញណាហើយនឹងជោគជ័យប៉ុន្តែខ្ញុំមិនមែនទេខ្ញុំជាអ្នកស្រាក់ខោជូនផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតមែនទេប៉ុន្តែខ្ញុំមានសមត្ថភាពហ្នឹងមានសមត្ថភាពណាដើម្បីប្រើប្រាស់នេះមានសមត្ថភាពនៅក្នុងការប្រើប្រាស់ចារៈបុរសណានឹងវិញអត់បំផ្លាញចោលទេដើម្បីយកផលប្រយោជន៍ពីចារៈបុរសបើខ្ញុំថាអញ្ចឹងបើសិនជាដឹងអាហ្នឹងណាទី1អាចារកម្មចារៈបុរសចំណុចទី1ដែលថាកិញក្នុងកិច្ចនេះគឺប្រើនៅហ្នឹងដើម្បីរីកាខុសទី2ទិញឲ្យតម្លៃខ្លួនព្រោះពួកហ្នឹងវាស៊ីលុយតើពួកហ្នឹងឲ្យតម្លៃលើសទៅថាសត្រូវឲ្យ10000យើងឲ្យ100000យើងឲ្យមែនទេឲ្យ100000ឲ្យ50000ច្រើនជាងបងឲ្យទៅរីកាវិញហើយតាមដានមើលទៀតលទ្ធផលវាស្របជាមួយនឹងណាសេចក្តីរីកាវាយចុះវាយឡើងមកហ្នឹងជួនកាលអាកិញដែលយើងប្រើហ្នឹងស្រីម៉ៅនាំទៅដាក់អានោះវិញបណ្ដោយអញ្ចឹងខ្ញុំជម្រាបថាបើសូនតារាជាមេដឹកនាំចលនានយោបាយណាគឺខ្ញុំអត់កំទេចចារកម្មទេខ្ញុំអត់ទៅផុសបង្អើលថាហ្នឹងជាចារកម្មចារកិច្ចអីទេខ្ញុំនឹងប្រើចារកិច្ចនឹងវិញប្រិយមិត្ត share ប្រទេសទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាតខោជិនផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតមួយលើកលែងតែចារកិច្ចសម័យទំនើបគឺវាប្រើប្រព័ន្ធបច្ចេកវិទ្យាដើម្បីលួចទិន្នន័យនេះទីអ៊ីថាងអាហ្នឹងគឺពិបាកឥឡូវស្មុគស្មាញអ្វីដែលសូនតារានិយាយនេះក្បួនបុរាណប៉ុន្តែនៅតែមានចឹងទោះជាក្បួនបុរាណតែនៅតែមានគេប្រើអញ្ចឹងប្រធានបទទី2នេតិប្រវត្តិសាស្ត្រខ្លីពីព្រោះហើយតែខ្ញុំថាខ្លីយើងមិនអាចនិយាយត្រឹមការផ្សាយផ្ទាល់ពី3នាទីបានទេយើងត្រូវអានសភៅបើយើងនិយាយពីប្រវត្តិវិទ្យាវិញគេរៀន4ឆ្នាំមកតែខ្ញុំអត់និយាយច្រើនខ្ញុំចោទជាសំណួរ2ទី1
តើខេត្តខ្មែរបាត់ទៅថៃនៅឆ្នាំណាទី2តើថៃសុភ័ណ្ឌ SNG សៀមបដូរឈ្មោះទៅជាថៃហេតុអ្វីឥឡូវខ្ញុំនិយាយចំណុចទី1ចំណុចទី1ចម្លើយរបស់ខ្ញុំគឺឲ្យបងប្អូនរៀនសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្របងប្អូនអាចវាយ Google បងប្អូនអាចស្រាវជ្រាវជាភាសាបារាំងជាពិសេសភាសាបារាំងវាយរកឈ្មោះអ្នកនិពន្ធបងប្អូនអាចស្រាវជ្រាវជាភាសាអង់គ្លេសឬក៏មានភាសាខ្មែរខ្លះដើម្បីបងប្អូនរៀនអានអានឹងយោងទី1ជាមួយអានព្រោះស្ដាប់ខ្ញុំអត់ព្រមទេដើម្បីចង់ដឹងថាតើខេត្តខ្មែរណាខ្លះដែលបាត់ទៅថៃនៅឆ្នាំណាអ្នកខ្លះគេថា13ខេត្តធំហើយក្នុងចំណោម13ខេត្តនោះមានខេត្តទូចមួយទៀតដូចជាខេត្តសុរិន្ទណាដូចខេត្តសុរិន្ទអាហ្នឹងជាបើនៅការបាត់បង់ក្នុងចំណោមខេត្តមួយសុរិន្ទក៏ជាផ្នែកតូចមួយក្នុងចំណោមខេត្តខណ្ឌមួយណាដែលបាត់បង់ទេលីអេជួនណាតើតាមខ្មែរយើងដែលស្គាល់ជាទូទៅខ្មែរយើងដែលស្គាល់ជាទូទៅគឺខេត្តសុរិន្ទខ្មែរច្បាស់ជាងគេសុរិន្ទហ្នឹងគឺបាត់បង់ទៅថៃសុរិន្ទបុរីរ៉ាំស្រះកែវត្រាក់ឧបលមែនទេរាជសីមាអាទាំងអស់ហ្នឹងសិតតែជាខេត្តខ្មែរសួរថាតើបាត់បង់នៅឆ្នាំណានៅក្នុងឯកសារជាច្រើនខ្ញុំភ្លេចហើយបងប្អូនខ្ញុំមុននឹងនិយាយនេះខ្ញុំបានស្រាវជ្រាវទេខ្ញុំគ្រាន់តែនិយាយដាស់សតិពីព្រោះខ្ញុំឃើញថាខ្មែរយើងអត់សូវបកកែប្រវត្តិសាស្ត្រអត់សូវបានរៀនអានឹងហើយថៃគេបង្រៀនកូនគេតាំងពីកើតមករហូតដល់ស្អប់ដល់កូនខ្មែរខ្លះកើតនៅថៃអត់មានសញ្ជាតិថៃផងគាត់បានចូលរៀនសាលាថៃទៅតាមថៃដែរថាខ្មែរយកទៅដីថៃគាត់គាត់ណាអញ្ចឹងបានចូលតារាចូលរួមចំណែកមួយទៀតមកខ្ញុំនិយាយបន្តិចចន្លោះពីសតវត្សទី15ទី16នៅក្នុងឯកសារជាច្រើនលោកអត់តែឆ្នាំនេះឆ្នាំនោះប៉ុន្តែខ្ញុំនិយាយរួមទៅចន្លោះពីសតវត្សទី15ទី16ទី15ទី16មានន័យថាចន្លោះពីឆ្នាំ1700មកឆ្នាំ1800ណាចន្លោះពីឆ្នាំ1700ឆ្នាំ1800ប្រហែលជា4-500ឆ្នាំមុននេះតែ3-400ឆ្នាំមុននេះណាដែលខេត្តខ្មែរបាត់ជាបន្តបន្ទាប់ទៅថៃនេះសូហ្វីកាយឥឡូវយើងសំអាងសួរថាតើគេសំអាងលើអីដែលវិនិច្ឆ័យថាខេត្តខ្មែរបាត់បង់ទៅថៃគេសំអាងធំទី1ទៅលើសិលាចារឹកអ្វីទៅសិលាចារឹកសិលាចារឹកគឺជាអក្សរចារឹកអំពីប្រវត្តិពូជពង្សវង្សត្រកូលវប្បធម៌អរិយធម៌សាសនាការសោយរាជ្យនេះនៅលើសិលាចារឹកដូចជាការសរសេរនៅលើថ្មអក្សរបុរាណការសរសេរនៅលើថ្មសិលាចារឹកជាច្រើនដែលស្រាវជ្រាវដោយប្រវត្តិវិទូជុំវិញពិភពលោកជាពិសេសប្រវត្តិវិទូបុរាណគឺបង្ហាញឲ្យឃើញថានេះប្រទេសថៃកើតក្រោយសតវត្សទី13មុនសម័យអង្គរប្រទេសថៃគឺជាគេហៅថាអន្តោប្រវេសន៍មកពីចិន Chinese immigrant បាទគឺជាអន្តោប្រវេសន៍មកពីចិនទេប៉ុន្តែដោយសារតែវៀតទីពីដើមអត់មានច្បាប់អន្តរជាតិទេអ្នកណាខ្លាំងស៊ីអ្នកនោះថៃបានធ្វើសង្គ្រាមខ្លាំងវៀតទីទឹកដីរហូតដល់អំឡុងទសវត្សរ៍ឆ្នាំ1300មែនទេថៃចាប់ផ្ដើមមានឥទ្ធិពលខ្លាំងបានវាយដណ្ដើមក្រុងអង្គរមួយលើកពីរលើកហើយសង្គ្រាមក្រុងអង្គរហ្នឹងហើយដែលធ្វើឲ្យខ្មែរដូររាជធានីជាញឹកញាប់ដោយសារទឹកអំពីការឈ្លានពានវិនិយោគថៃពេកហ្នឹងណាអានឹងដូរមកស្រីសន្ធរស្រីសឈរដូរមកឧដុង្គដូរមកនៅភ្នំពេញអញ្ចឹងទៅអាហ្នឹងខ្ញុំនិយាយដែលរឿងប្រោតទៅថៃឯងខ្ញុំអត់ចង់និយាយរឿងចេញឡាដីគុកទឹកដូចថាគេរៀន 4-5 ឆ្នាំមកគាត់ជាប្រវត្តិសាស្ត្រមួយគ្រាន់តែបងប្អូនដឹងថាដីខ្មែរបាត់បង់ទៅថៃនេះអ្នកខ្លះថា33អ្នកខ្លះថា37អ្នកខ្លះថា21អ្នកខ្លះថា13ប៉ុន្តែប្រហែលជាពីដើមហ្នឹងគឺគេរាប់ទៅលើខេត្តខ្លះតូចខេត្តខ្លះធំអញ្ចឹងទៅហើយខេត្តខ្លះមួយអញ្ចឹងទៅមាន3-4នៅក្នុងហ្នឹងប៉ុន្តែខ្ញុំឲ្យបងប្អូនចំណាំខេត្តតែឈ្មោះបូរីអានឹងខ្មែរបូរីនឹងខ្មែរហៅបូរីនគរបងណាដូចយើងឥឡូវដូចបូរីខ្មែរឈ្មោះបូរីស្អីដែលបោកលុយគេមកកងបូរីគេណាដូចជារាជធានីបងប្អូនស្គាល់រាជធានីណាឥឡូវខ្ញុំសួរបងប្អូនខ្មែរយើងនេះពាក្យថារាជធានីស្អីគេរាជធានីនៅក្នុងនេះមែនទេសំណាងមុខបើអត់ទាន់ឃើញអ្នកណាឆ្លើយទេមែនទេលេងម៉ាស់ឈុបអីគេលេងម៉ាស់ឈុបហ្នឹងបាទរាជធានីអីគេអីដូចខ្មោចលោមទេបាទខ្ញុំចង់ដឹងបងប្អូនខ្មែរយើងណាម្នាក់ដឹងពាក្យថារាជធានីអីគេណាគឹមលីសុកអត់ទាន់ឃើញទេអញ្ចឹងបងប្អូនណានៅក្នុងប្រទេសថៃជេងស្រីមុំ100បន្ទុកពិសិដ្ឋអូស៊ីល100បន្ទុកមែនទេរិនដាកឹម100បន្ទុកហ៊ុនសែនខ្លាល់មែនទេ100បន្ទុកហ៊ុនសែនខ្លាល់100បន្ទុកជាបូណា100បន្ទុកងាយស្រួលផុតបងប្អូនអញ្ចឹងបានខ្ញុំថាអ្នកខ្លះថា37ខ្លះថា32ខ្លះថា21អញ្ចឹងណាប៉ុន្តែបើសម្រាប់សូនតារាខ្ញុំមិនដឹងជាយោងមួយណាទេប្រវត្តិសាស្ត្រដែលតារារាជសិន100បន្ទុកត្រូវហើយមែនទេគឺរាជធានី
รัชธานีนั่นคือเรียกจากที่นี้อย่างนั้นไอ้กษัตริย์คลาบังกอกนั่นมาปีไอ้เกอันนี้โซดังประวัติศาสตร์มีอะไรก็เรียนนะเปียรถไทยกับมันเนินโกอายุเชียเจนเอานั่งเวียดตีดอบังกอกอันนี้เจ้าเปียบังกอกเปียขมายเกเปียดาวมั้งบางคนเปียในเรื่องศิลาจะรักดาวมั้งเปียบังกอกเปียไอ้เกอันนั้นที่ผมเจอบางคนขมายยนประวัติศาสตร์ติรัชธานีนั่นคือเรียกจากที่นี่โดยใครไอ้อุบลรัชธานีก็เรียกจากที่นี่อุบลอันนี้ทางคนนี้น่ะสระอุ้มมาร้อยบรรทุกนะสระอุ้มฉลาดนะนั่นไงมาร้อยบรรทุกผมลุยมือขึ้นอย่ามือเตียดดังเดิมมีนะมาร้อยบรรทุกมันเนี่ยเขี้ยวไข่มาร้ามาร้อยบรรทุกซอกไซมาร้อยบรรทุกฮิลยูมาร้อยบรรทุกบ้าบองปอนกรงบังเกาะนั้นเปียกขมายด้วยนะคือบังเกาะบังกอกปวดเลยบังนะหมดนะจังมันตักอาสาเลยจ้ะคือบังเกาะประเทศไทยก็ให้บังเกาะประเทศเปียปิ้งเปียในเพลากาบางไทยก็ให้บังเกาะก็ให้กรงเทพนี่ใส่กี่กรงเทพไหมกรงเทพมันใส่กี่กรงเทพมันกรงเทพอะเทพอดีตกรงเทพโดโมปีอายุชีนี่เขากรงเทพที่ดังท่าบังเกาะนั้นทำไมปีเดิมปีจนนวนในสมัยอย่างก็ให้บังเกาะมาเนี่ยอันนั้นนะกรงเทพนั่นคือกรงเทพปีทำไมกรงเทพบังนะหมดนะน่าดังอันนั้นคือสัตว์ใดขมายมุ่นสมัยอังกฤษมามุ่นสมัยอังกฤษมาคือใดขมายพอใดยังหาใดไทยคือไตรไว้เป็นรู้ไอ้ทงเสียตู้ยังถือตัวสกอร์ไทยปีดาวไปเวียดตีตึกใดด้วยอเล็กซานเดอร์เดอะเกรทจังตั้งไปเฉลียนเปียนด้วยไอ้จังด้วยไอ้ซีเจคันระบาดเนี่ยไอ้เนี่ยจวบมองโกลไว้ตึกใดตัวตราจันตอนจันครั้งไปถึงตัวตราจะต้องทำมาได้บางคนจะต้องทำมาได้ขยมอัดไทยไปขยมไม่พอแต่ขมายยังสาวไทยซีบอกขมายยังครั้งซีไทยเป็นจะนอนนั่งปะไตแล้วนี่จะมาบรรลักจิตไปเลยไอ้ไตรถึงจังเพราะนั้นจิตตึกใดกับขมายยังถือแต่เห็นแต่ใจกาปัจจัยมันเนี่ยจังขยมสรุปสิ่งใดมาบางคนนะยังอัดดังท้าจำนวนตัวเล็กเป็นประกาศท้าใดขมายใครขมายนาคลักบัตรไทยเลยเพราะไต้ยังเอาบอลโอนมือชั่วโมงเอาแต่ชั่วโมงรีนะทางจงด้วยลุกบุรีไอ้เจ้าลุกบุรีมันลุกบุไรเนี่ยใครลุกไปนั่นมันเนี่ยเป็นเมียนเอาแต่เมียนชั่วโมงบางคนเมียนชั่วโมงบุไรเมียนชั่วโมงรัชธานีมันเนี่ยอันนั้นคือสัตว์ใครขมายอะไรมันเนี่ยบุรีรัมมั้งบุรีรัมมั้งเป็นบุรีรัมสุดอันนี้การบุรีร่มมันโนร่มอ่ะสกซานนะบุรีรัมนั่งบุรีร่มยังไงซีสักเกตนี่นั่นนี่คือตั้งอันนั้นคือสัตว์ไครขมายส่วนถ้าเต้าไม่ได้สมัยศิลาจารักนั่งปักปัดทอเพศาได้ไอ้ปักแกงได้ปักแกงที่เขาท้าอเมริกยกตึกในเม็กซิโกนี่แคลิฟอร์เนียอเมริกเลี้ยคนใต้บนสนามอเมริกเลี้ยตามีบอกท่าวิ่งจะตึกในเม็กซิโกดัดเป็ดสมบูตามีไอ้สมัยในแคลิฟอร์เนียสัตว์ชมูเอสปานกับไฮพิซามันดูเยอสปานเนี่ยโดยเฉพาะซันโจเซ่ที่มันอ่านตามอังกฤษอ่านซันโนเซ่ที่เขาจำนะนี่จังประเทศมวยได้ยกตึกได้ประเทศมวยคือวิจวบจีมวยนั้นกำไนประวัติศาสตร์โดยเฉพาะใครต่างออกโดยเฉพาะสุรินทร์บุรีรัมย์สระแก้วต่างออกจะใครขมายโดยสารมรดกนั่นคือศิลาจารักตีมวยตีปีคือบัตรปะทอนี่ใส่บัตรปะทอนั่นคือภาษาตุ่มเนียมตุ่มล้อประเพณีจุ่มเนื้อภาษาตุ่มเนียมตุ่มล้อประเพณีจุ่มเนื้อบางคนเมื่อเนวสุรินทร์บุรีรัมย์มาเนี่ยเนวสุรินทร์บุรีรัมย์มันเนี่ยริจที่นี่อุบลริจที่นี่ยงอ่านตามตำนานขมายจ้ะมันเนี่ยไอ้ต่างอันนั้นมันเนี่ยใครตราสัตว์ใหญ่พิซซ่าขมายบัตรปะทอโดยไทยได้แบบไปนี่มีบนตำไรนั่นก็บนขมายมอนนะบนนะcứ cả được bộ khăm ai mòn nâu ở sầu rắn bù ri rắn cứ cái biết bон tầm rấy nó cứ chỉ bắt bật thôi là bạc mẹ mà nè nó mất lúc này sừng kìm hay biến pe khác tầm rấy nó cứ được không một bột sana mà nè cứ chỉ đẹp thay cả chục cái cái nhưng xây lại trời đất bắt bật thôi cứ thay tầng đó nó chỉ thay là bạc mẹ bom bom nâu sầu rắn bên kia là gì sạc mai còn ta biết sầm niên mùi để lại tổng xong mấy đàn rít cắn rồi thì làm rít cắn nè à mấy căng nè ăn lê nè mấy gì ăn lê được cái nàyไม่ได้không này bảo vấn đấyไม่ได้ไปสร้างlê mà điไปสร้างlê ở đây họ ta biết schedule là nó làm gì ăn lê và ăn schedule là gì và đi đăng vào nó schedule rồi biết item mà đi item mà mấy cái ăn item thế về ăn item anh ấy đăng cho mình là mình là class riêng ăn lê riêng lại mà tầm hơn tao so với đặc biệt bán á để sao club riêng là số mấy item mà đi item mà mấy cái itemวันนี้มาดูเวงมองมาดูสกูตมองมาเนี่ยจังอันนั้นพิซซ่าตัวจีเวนเจย์แบบนาแต่ว่าอันนี้พิซซ่าหรือว่าอังเลแต่ใด
មែនទេភាសាអង់គ្លេសតដែរឧទាហរណ៍ថាដូចជា vacation បើកណាបងប្អូននិយាយពី vacation អាហ្នឹងអង់គ្លេសមែនទេអាមេរិក holiday ឧទាហរណ៍ចេះអាហ្នឹងអញ្ចឹងវាគឺជាភាសាខ្មែរតែមួយទេដូចសុរិនបុរីរំមែនទេត្រាតស្រះកែវភាសាខ្មែរសុទ្ធសាស្រះកែវស្រះពួកអីថៃវាអានស្រចេញវាអានសាមែនទេវាអក្សររចេញណាស្រះខ្មែរយើងអានស្រះកែវថៃវាអានរចេញទេដូចកូឡាបអីរុំដួលវាអានលំដួលមែនទេអញ្ចឹងវាអានពាក្យស្រះអត់ចេញទេស្រះកែវវាអានស្រះកែវខេត្តនៅជាប់នេះនៅជាប់ប៉ោយប៉ែតហ្នឹងសុទ្ធតែខេត្តខ្មែរទាំងអស់សំអាងលើអីសិលាចារៈនិងវប្បធម៌ប្រពៃណីទំនៀមទម្លាប់នៅខេត្តថៃទាំងអស់ដែលជាទឹកដីខ្មែរប្រជាជននៅតែប្រកាន់ការសែនព្រេនដូនតាកោតត្របងណាកោតត្រជានិមិត្តរូបកោតត្របងណាអានេះជានិមិត្តរូបរបស់សុរិនប្រពៃណីអត់មានថៃអត់មានប្រើអានេះទេថៃគឺប្រើខ្លុយទេខ្លុយស្តៀងចិនទេថៃពួកមកពីបាងកកមកពីឈុនមកពីអយុធ្យាហ្នឹងគឺខ្លុយបងប្អូនតែឃើញនិមិត្តរូបត្រនិយាយភាសាខ្មែរមិនទេប្រពៃណីសែនតម្រៃពិធីបូជាពិធីសែនអ្នកតាហ្នឹងគឺគេហៅថាទឹកដីដែលថៃយកបានប៉ុន្តែវាជំនាន់នោះអាណាខ្លាំងនឹងយកចប់មួយទី2តើហេតុអ្វីបានជាសៀមដូរឈ្មោះពីសៀមទៅថៃចម្លើយតាមខ្ញុំធ្លាប់អានមនិតទេពតាមខ្ញុំធ្លាប់អានព្រោះខ្ញុំសូមតែអានច្រើនរយូរផ្លេចដែរបងណាប៉ុន្តែទុកមួយចូលរួមចំណែកដើម្បីបងប្អូនយើងហើយឲ្យក្រសួងអប់រំចាប់ដើមសាររឿងសរសេរប្រវត្តិសាស្ត្រនឹងឡើងវិញសរសេរប្រវត្តិសាស្ត្រនឹងឡើងវិញឲ្យខ្មែរយើងរៀនប្រវត្តិសាស្ត្រថាទឹកដីខ្មែរយើងដល់ណាពីមុនមកនឹងកុំតែនិយាយរៀន7មករាហ្នឹងបាបណាមនុស្សយូរអត់ស្គាល់ឲ្យថៃមកបានប្រទេសខ្មែរដឹងតែ7មករាយួនចូលមកជ័យយក7មករាជ័យយក7មករាយូរគេយកអស់ប្រទេសយើងអត់ដឹងប្រវត្តិសាស្ត្រអីលំចុងសឹងថៃថាអង្គរវត្តរបស់វាក៏ថាទៅខ្មែរមានបកកៃបកូនខ្មែរវាអត់ចេះវាចេះថា7មករាគ្រោះថ្នាក់ណាបងប្អូនបើអត់ស្គាល់ឲ្យនេះជនជាតិខ្លួនអត់ឲ្យនេះជនជាតិយើងស្គាល់ប្រវត្តិសាស្ត្រយើងអាហ្នឹងគឺមហាគ្រោះថ្នាក់ណាអ្នកប្រធមទៅខ្ញុំនិយាយរឿងពីដើមសៀមអ្វីទៅហៅសៀមភាសាអង់គ្លេសហៅសយ៉ាមដូចគ្នាទេខ្មែរយើងខ្លះថាកុំនិយាយសៀមយ៉ាងខឹងអត់ទេថៃអត់ខឹងទេសយ៉ាមគឺជាឈ្មោះដើមសូម្បីតែនៅប្រទេសថៃនៅផ្សារនៅក្រុងបាងកកមានផ្សារមួយឈ្មោះផ្សារសាយ៉ាមហ្នឹងគឺឈ្មោះកំណើតរបស់វាគឺសៀមដែលជាភាសាខ្មែរហៅថាសៀមប៉ែងសបានៅឆ្នាំ1932រួចមកខ្ញុំនិយាយទៅមានគេហៅថារដ្ឋប្រហារបដិវត្តរដ្ឋប្រហារបដិវត្តនៃអំណាចរាជានិយមផ្ដាច់ការនៅថៃអំណាចរាជានិយមផ្ដាច់ការមានន័យថាប្រទេសហ្នឹងគ្រប់គ្រងបែបបុរាណស្ដេចជាអ្នកកាន់អំណាចចាប់ពីឆ្នាំ1932មកថៃបានធ្វើរដ្ឋប្រហារបដិវត្តរាជានិយមផ្ដាច់ការទៅជារាជានិយមរដ្ឋធម្មនុញ្ញមានន័យថានរ៉ាហៀងរាជានិយមដូចសពថ្ងៃពីមុនមកថៃកាន់មុនឆ្នាំ1932ថៃកាន់អំណាចដោយរាជវង្សឆេងដូចខ្មែរពីដើមដូចស្ដេចអង្គឌួងអញ្ចឹងណាដូចជារាជវង្សម៉េងអញ្ចឹងកាន់អំណាចបុរាណប៉ុន្តែស៊ីនក្រោយឆ្នាំ1932គឺចាប់ផ្ដើមមានរដ្ឋប្រហារមួយដែលបដិវត្តផ្នត់គំនិតទៅជាម៉េចរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញដូចសពថ្ងៃពេលនោះការបដូរឈ្មោះមិនទាន់ជាផ្លូវការរហូតដល់ឆ្នាំ1939ខ្លះថា38ខ្លះថា39តែខ្ញុំថា39តាមខ្ញុំចាំថ្មីនេះបងណា39មានន័យថាអំឡុងសង្គ្រាមលើកទី2ទៅថៃអត់រងអាណានិគមទេពេជ្រសម្បូរអានេះជាវត្តសាស្ត្រមកស្រាប់ណាទើបមានឈ្មោះជាផ្លូវការមានភ្លេងជាតិជាផ្លូវការណាជាអន្តរជាតិដែលដូរឈ្មោះជាផ្លូវការមកថាពីសៀមទៅថៃតាមពិតពាក្យសៀមដូរពីសៀមមកថៃនឹងមានតាំងពីឆ្នាំ1932ក្រោយពេលមានរដ្ឋប្រហារបដិវត្តរាជានិយមបែបរាជានិយមបុរាណរាជានិយមផ្ដាច់ការមកជារាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញបច្ចុប្បន្នដូចនៅអង់គ្លេសគេហៅទំនើបកម្ម modernization ណាគេហៅថាទំនើបកម្មរាជានិយមក្រោយពីទំនើបកម្មរាជានិយមរយៈពេលប្រហែលឆ្នាំមកបានជាឈ្មោះផ្លូវការថៃទើបតែកើតនៅឆ្នាំ1939នេះទេហើយមានភ្លេងជាតិហ្នឹងណាបង្ហាញជាថៃសួរថាហេតុអីបានជាថៃដូរចម្លើយនៅក្នុងឯកសារជាច្រើនគឺមកពីគេធ្វើបដិវត្តទំនើបកម្មរាជានិយមដូច្នេះមិនអាចសៀមបានឡើយចំណុចស៊ីជំរឹងពីព្រោះពាក្យថាសៀមគឺវាតូចវាអត់គ្រប់ដណ្ដប់ទេណាហេតុអីពីព្រោះពាក្យថាសៀមដូចជាពួកសុរិនខ្មែរតាមែនទេបុរីរំខ្មែរតាមែនទេឧបលរាជធានីខ្មែរតាដូចជាខេត្តភាគខ្លះទៀតម៉ាឡេណាខេត្តភាគខ្លះទៀតដូចជាខេត្តរបស់ម៉ាឡេតាខេត្តភាគខ្លះទៀតជារបស់ថៃជារបស់ឡាវតាដូច្នេះបើនិយាយថាប្រទេសហ្នឹងជាប្រទេសសៀម
ចឹងពួកសុរិនវាអត់ឯកភាពពួកបរិរ័យវាថាបើនិយាយថាប្រទេសនេះសៀមចុះអញខ្មែរធ្វើមិនទៅមែនទេពួកយើងត្រូវទទួលស្គាល់ថាអានេះខ្មែរលើខ្មែរធ្វើមិនអញ្ចឹងកុំឲ្យថាទឹកដីជាទឹកដីសៀមគេក៏ចាប់ផ្ដើមធ្វើបដិវត្តផ្នែកកំណត់នឹងឲ្យទៅជាថៃឡង់វាទឹកដីរបស់ថៃមានន័យថារាល់ជាតិសាសន៍ទាំងអស់ដែលរស់នៅលើទឹកដីហ្នឹងគឺជាថៃអញ្ចឹងសុរិនក៏ជាថៃមែនទេបុរីរឹមក៏ជាថៃទាំងអស់មែនទេលែងសៀមដល់ទៅពេលខ្មែរសុរិននេះដែលនៅបច្ចុប្បន្ននៅសុរិនគេអត់ហៅថៃទេគេហៅដីសៀមពីព្រោះឯពាក្យដូនតានោះគេថាដីខ្មែរអញ្ចឹងណាបងប្អូនពួកនៅស្រុកសៀមពួកភាសាសៀមអ្នកសុរិនគេអត់ដែលនិយាយភាសាថៃទេគេដែលនិយាយថាអូអានឹងស្រុកថៃគេទៅថានៅស្រុកសៀមគេនិយាយស្រុកសៀមអានឹងស្អីអានឹងគឺជារឿងពិតណាបងប្អូនដឹងខើអញ្ចឹងបើសិនជាថាសៀមវាតូចសៀមគឺមានតែខ្សែរាជវង្សតាអានឹងសៀមហើយនឹងប្រទេសតូចតាប៉ុន្តែសៀមនឹងបានវាយវាទីទឹកដីមកកាន់កាប់ទឹកដីខ្មែរប្រហែលខេត្តដូចខ្ញុំថាដែលមានឈ្មោះរាជធានីទាំងអស់ដែលមានឈ្មោះបុរីនឹងដែលដូចជាសុរិននឹងស្ត្រាតនឹងស្រះកែវចឹងទៅអាទឹកដីខ្មែរពេលហ្នឹងហើយបានជាថៃចាប់ផ្ដើមពីពេលហ្នឹងមកមានឈ្មោះថៃជាផ្លូវការហើយបានទៅជាថៃទាំងអស់គ្នាថៃគឺមានន័យថាទូទៅទាំងអស់ដែលរស់នៅលើទឹកដីហ្នឹងថៃឡង់ហ្នឹងប៉ុន្តែបើនិយាយអំពីសៀមគឺមានតិចទេមែនទេបើនិយាយថាឯងប្រទេសសៀមមិនចុះអញខ្មែរអញ្ចឹងបានជានៅស្រុកថៃវាមានអាខ្មែរដើមកំណើតថៃដើមកំណើតខ្មែរហ្នឹងគឺសុរិនបុរីរំស្រះកែវទាំងអស់ហ្នឹងបងប្អូនណាអានេះខ្ញុំនិយាយប្រវត្តិសាស្ត្រហើយបងប្អូននេះទៅនិយាយហើយឲ្យសុរិនឲ្យថៃណាមកនិយាយប្រវត្តិសាស្ត្រជាមួយខ្មែរអត់ឆ្នះទេមិនអត់មានផុសតាំងមែនទេមិននិយាយផុសតាំងទៅលើអាការដែលរៀននៅសាលាហ្នឹងគឺវាអត់គឺថៃជាអ្នកសរសេរវាអត់មាននៅលើសិលាចារឹកណាគឺសិលាចារឹកមានន័យថាមនុស្សចំនួនដើរសរសេរមិនអ្នកប្រាជ្ញថៃសរសេរទេពួកសុភាពអញ្ចឹងអាកន្លែងហ្នឹងហើយបានជាខ្ញុំសរុបសេចក្តីមកថាមូលហេតុអីបានជាគេដូរឈ្មោះពីសៀមមកថៃចម្លើយដើម្បីអ្នកខ្លះអត់ដឹងក៏ចូលរួមដែរគឺដោយសារតែនៅឆ្នាំ1932មានបដិវត្តផ្នែកកំណត់មួយគេហៅថាបដិវត្តទំនើបកម្មរាជានិយមបដូរពីរាជានិយមបែបបុរាណមកពីរាជានិយមណាបច្ចុប្បន្នអាស្រ័យរដ្ឋធម្មនុញ្ញក្រោយមកទៀតក៏គេកុំឲ្យមានសៀមពីព្រោះសៀមវាតូចពេកវាមានជនជាតិចម្រុះនៅក្នុងនឹងច្រើនគេអត់ឯកភាពដូចជាសុរិនអីសិតខ្មែរហ៎អញ្ចឹងគេដាក់ឈ្មោះថៃអញ្ចឹងបានសរុបសេចក្តីមកសួរតើចុះនេះសុរិនសៀមថៃខុសគ្នាយ៉ាងដូចម្ដេចមុននឹងបញ្ចប់ថ្ងៃនេះបើយកចូលបានសំណួរចម្លើយព្រោះនិយាយច្រើនរឿងប្រវត្តិសាស្ត្របានវណ្ណៈបងប្អូនណាសៀមគឺជាជនជាតិមួយសុរិនគឺជាជនជាតិខ្មែរណានេះដល់ថៃគ្រប់របបទាំងអស់អញ្ចឹងបើយើងកណានិយាយថាតើសុរិនខុសពីសៀមអីខុសសុរិនគឺជាខ្មែរគឺជាថៃដើមកំណើតខ្មែរមែនទេប៉ុន្តែសុរិនជាថៃពីព្រោះប្រទេសហ្នឹងកែតាមច្បាប់ដូរមកសុរិនគឺថៃជាថៃបុរីរំជាថៃមែនទេប៉ុន្តែបើនិយាយជនជាតិខ្មែរមែនទេសៀមជាថៃប៉ុន្តែបើនិយាយជនជាតិសៀមបងប្អូនណានៅក្នុងប្រទេសថៃវាមានសៀមវាមានថៃជនជាតិសៀមនិងថៃជនជាតិខ្មែរហើយយើងត្រូវតែហ៊ាននិយាយជាសាធារណៈថាខេត្តបុរីរ៉ាំងត្រាតស្រះកែវសុរិនគឺជាថៃជនជាតិខ្មែរថៃដើមកំណើតខ្មែរដូចជានៅអាមេរិកចឹងវាមានអាមេរិកដើមកំណើតឥណ្ឌាអាមេរិកដើមកំណើតអេស្ប៉ាញអាមេរិកដើមកំណើតអឺរ៉ុបអាមេរិកដើមកំណើតអង់គ្លេសអាមេរិកដើមកំណើតអឺរ៉ុបច្រើនជាងគេមែនទេគ្រាន់តែអាមេរិកដើមកំណើតស្វ័យខ្មៅអាហ្វ្រិកមកពីអាហ្វ្រិកគឺការពិតមិនអាចនិយាយបានទេនេះគឺអូបាម៉ាហ្នឹងគឺជាអាមេរិកដែលមានដើមកំណើតមកពីអាហ្វ្រិកអញ្ចឹងដូចពួកបុរីរ៉ាំសុរិនស្រះកែវហ្នឹងគឺជាថៃដែលមានដើមកំណើតខ្មែរសៀមវាមានថៃដើមកំណើតសៀមថៃដើមកំណើតខ្មែរអញ្ចឹងយើងត្រូវទទួលស្គាល់ការពិតអញ្ចឹងនៅជាវប្បធម៌នៅក្នុងប្រទេសថៃទាំងអស់គឺជាវប្បធម៌របស់ខ្មែរគ្រប់លំដាប់មួយភាគធំមែនទេគ្រប់លំដាប់មួយភាគធំស្ទើរជាវប្បធម៌របស់ខ្មែរទេអញ្ចឹងកន្លែងនេះខ្ញុំអាចចូលរួមចំណែកនៅក្នុងវប្បធម៌ចំណេះដឹងទូទៅមួយថាការបដូរពីសៀមមកថៃគឺជាការធ្វើទំនើបកម្មឬក៏រដ្ឋប្រហារបដិវត្តទំនើបកម្មរបស់រាជានិយមមួយពីរាជានិយមផ្ដាច់ការបែបបុរាណមករាជានិយមទំនើបបែបរដ្ឋធម្មនុញ្ញហើយបើនិយាយពីសៀមគឺវាសម្រាប់តែជនជាតិសៀមទេបើនិយាយពីថៃគឺគ្រប់គ្នាទាំងអស់ជាថៃអញ្ចឹងបើនិយាយថាចុះខ្មែរសុរិនគឺជាជនជាតិអីជនជាតិខ្មែរប៉ុន្តែជាស្អីជាថៃមែនទេចុះសៀមជនជាតិសៀមជាស្អីជាថៃអញ្ចឹងដូចខ្មែរយើងកូនចៅចិនខ្មែរយើងខ្មែរអ៊ីស្លាមដូចចឹងណាខ្មែរយើងកូនចៅចិនជាខ្មែរទាំងអស់ជាតិប៉ុន្តែជនជាតិក៏ដាក់ចឹងដែរឥឡូវនេះគេដូរនៅថៃគេថាជនជាតិថៃជនជាតិថៃដែរប៉ុន្តែអានឹងដើមកំណើតសារជាតិពីដើមមកដូចជាសុរិនដូចបុរីរំដូចជារាជធានីអីហ្នឹងណាអានឹងគេហៅថាជនជាតិខ្មែរណាជនជាតិថៃដើមកំណើតខ្មែរអាហ្នឹងហើយបានគេដូរទៅជាថៃបើសិនជាអត់ដូរទៅជាថៃទេហៅសៀមសុរិនក៏ហៅខ្លួនវាទៅសៀមទេ
ស្រិនដែលហៅខ្លួនវាទៅសៀមវាហៅខ្លួនវាថាជាស្រិនដែលហៅខ្លួនវាថាបុរីរ៉ាំឬក៏អ្នកខ្លះគេហ៊ាននិយាយគេថាគេជាខ្មែរគេអាចថាគេខ្មែរបានប៉ុន្តែដល់កើតនៅនឹងថៃគ្រប់គ្រង200 300ឆ្នាំហើយអាទឹកដីនេះវាទៅជាប្រទេសថៃអញ្ចឹងបើនិយាយថាទឹកដីថៃទៅបើចុះស្រិនជាជនជាតិខ្មែរហើយជាថៃដើមកំណើតខ្មែរប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនបារាស្រាត់ខោជនបដិការផ្លាស់ប្ដូរផ្នត់កំណត់ដោយសារតែពេលវេលាមានកំណត់ខ្ញុំអត់បានចូលទៅដល់របៀបរកចុងក្រោយសំណួរចម្លើយនឹងបញ្ហាផ្សេងៗទេយើងបញ្ចប់ការផ្សាយបន្តដល់តែចប់អានេះយូរចប់អរគុណប្រិយមិត្តដែលបានតាមដានទស្សនាការផ្សាយតនេះតាំងពីដើមដល់ចប់ share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នត់កំណត់ទៅដល់ទីនោះស្ដាប់សូនតារាកាន់បញ្ញាផ្លែស្ដាប់ហ៊ុនម៉ាណែតអត់ទឹកដល់មែនតែស្ដាប់ហ៊ុនសែនកាន់រោគចិត្តទូរទស្សន៍សូនតារាស្រាតខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់យើងជួបគ្នាសាជាថ្មីម្ដងទៀតនៅថ្ងៃក្រោយតាមពេលវេលានឹងម៉ោងដដែលសូមអរគុណសូមជម្រាបលារាត្រីសួស្តី